តើអ្នកសុខចិត្តរៀបការជាមួយខ្ញុំទេស្ត្រីល្ងងឈ្មោះនោះមិនអាចប្រៀបនឹងអ្នកបានទេអ្នកពិតជាហ៊ានអូនសម្លាញ់មិនមែនបែបនេះទេនោះជារឿងពីមុនទេអូហូរូបនៅលើអេក្រង់ធំនោះជាស្ត្រីផ្សេងបុរសនេះកំពុងផិតក្បត់ហើយបងប្អូនស្រីកុំភ្ញាក់ផ្អើលពេកអូនសម្លាញ់ស្ដាប់ខ្ញុំពន្យល់សិនកុំហៅខ្ញុំថាអូនសម្លាញ់ទៀតអាស្អប់ខ្ពើមអ្នកទាំងអស់គ្នាថតឲ្យច្បាស់បន្តិចឲ្យមនុស្សគ្រប់គ្នាបានឃើញមុខពិតរបស់បុរសអាក្រក់នេះលោកម្ចាស់ការបញ្ជាទិញនេះលោកនឹងទូទាត់ឥឡូវមែនទេចេញទៅទាំងអស់គ្នាចេញទៅប្រហែលជាតាំងពីដើមមកវាសុទ្ធតែជាកំហុសគ្រប់គ្រាន់ហើយមើលខ្លួនឯងទៅ4ថ្ងៃហើយ4ថ្ងៃមិនបានកក់សក់4ថ្ងៃជាប់គ្នាអង្គុយជាប់លើសាឡុងនេះមើលរឿងនេះម្ដងហើយម្ដងទៀតខ្ញុំកំពុងព្យាបាលចិត្តអ្នកមិនមែនព្យាបាលចិត្តទេអ្នកកំពុងទុកឲ្យវាលួយក៏មិនអីដែរនោះព្រោះអ្នកធ្លាប់ងូតទឹកភ្លាមបើមិនដូច្នោះទេខ្ញុំនឹងថតរូបផ្ញើទៅក្នុងឥឡូវនេះចូលចិត្តទេសប្បាយតើអ្នកចាប់ផ្ដើមមើលរឿងបែបនេះតាំងពីពេលណាតម្រូវការការងារខ្ញុំធ្វើវីដេអូខ្លីត្រូវសិក្សាពីនិន្នាការរឿងបែបនេះមួយភាគតែ2នាទីបែររឿង3ដងមើលហើយឈប់មិនបានបុរសម្នាក់នេះដាក់អ្វីលើក្បាលទៅប្រពន្ធនិយាយមួយម៉ាត់មិនជឿស្នេហាដំបូងនិយាយមួយម៉ាត់ក៏ជឿត្រូវហើយអារម្មណ៍បែបនេះឯងជួបបុរសអាក្រក់នៅជីវិតពិតមានតែយំខ្លួនឯងតែក្នុងរឿងបុរសអាក្រក់តែងតែត្រូវគេទះមុខកាលមុនអ្នកនៅជាមួយឆោហងសេអ្នកបង្វិលជីវិតជុំវិញគាត់ទាំងស្រុងគាត់ធ្វើការថែមម៉ោងអ្នកអាណិតគាត់សន្សំលុយអ្នកទិញខោអាវឲ្យលទ្ធផលវិញអ្នកនិយាយត្រូវពីនេះទៅមុខមិនរកមនុស្សមានសក្តានុពលទៀតទេមានន័យថាម៉េចឆោបារ៉ុកត្រូវរកដើមឈើធំដែលលូតលាស់រួចហើយមនុស្សមានសក្តានុពលគឺអ្នកត្រូវរួមទុកជាមួយគាត់ខ្លាចជាដើមឈើធំអ្នកផ្សេងមកជ្រកកំឡុកហាភ្ញាក់ខ្លួនហើយបងប្អូនស្រីហេឡូសាស្ត្រាចារ្យឆេនសាស្ត្រាចារ្យឆេនអ្នកប្រកាសថាគាត់សុខចិត្តមកណាត់ជួបខ្ញុំមែនទេជាយល់ឯនោះឯងកំពុងមេធាវីនៅហេសេឌីមិនដែលចាញ់ក្តីទេអាយុ31ឆ្នាំមិនដែលចាប់អារម្មណ៍នារីជាបុរសពិតសម្លាញ់ឯងទៅអត់ខ្ញុំទៅបែកគ្នាបាន4ថ្ងៃប៉ុណ្ណោះថ្ងៃដែលអតីតសង្សារក្បត់ចិត្តឯងក៏នៅលីវហើយបើឯងមិនទៅខ្ញុំនឹងផ្ដាច់មិត្តភាពទៅខ្ញុំទៅនេះហើយជាចំណុចសំខាន់នៃការផាត់មុខបែបធម្មជាតិមើលទៅស្រស់ស្អាតដោយមិនលេចធ្លោពេកខ្ញុំទៅណាត់ជួបមិនមែនទៅសម្ភាសការងារទេការណាត់ជួបគឺជាការសម្ភាសតំណែងគឺសង្សារសម្លាញ់ស៊ូឡើងយកបេះដូងជាយល់ឲ្យបានហើយជីវិតនឹងឡើងដល់កំពូលលោកមេធាវីជេកញ្ញាជាងខ្ញុំឈ្មោះជាយល់ខ្ញុំធ្វើការនៅក្រុមហ៊ុនមេធាវីចឹងរឿងរបស់ខ្ញុំអ្នកប្រហែលជាបានឬម៉ាក់ខ្ញុំនិយាយហើយម៉ាក់ខ្ញុំជំរុញខ្ញុំរាល់ថ្ងៃធ្វើឲ្យខ្ញុំមិនអាចផ្ដោតលើការងារដូច្នេះយើងទៅចុះបញ្ជីអាពាហ៍ពិពាហ៍ឲ្យបានឆាប់បានចាំសិនការចុះបញ្ជីអាពាហ៍ពិពាហ៍មានបញ្ហាអីមែនទេយើងទៅជួបគ្នាលើកដំបូងប៉ុណ្ណោះវាលឿនពេកហើយម៉ាក់ខ្ញុំចូលចិត្តអ្នកខ្ញុំគិតថាអ្នកក៏សមរម្យដែរមនុស្សផ្សេងទៀតនឹងមានបញ្ហាច្រើនខ្ញុំមិនមានពេលច្រើនទេបើអ្នកអាចទទួលយកបានដែលខ្ញុំធ្វើការថែមម៉ោងនឹងចេញទៅសកម្មភាពកំណត់វាទុកទៅមេធាវីជេមានន័យថារំលងការស្រឡាញ់គ្នាហើយរៀបការតែម្ដងស្រឡាញ់គ្នាចំណាយពេលពេកសប្តាហ៍ក្រោយខ្ញុំត្រូវចេញបេសកកម្មល្អបំផុតគឺចុះបញ្ជីអាពាហ៍ពិពាហ៍រៀបចំពេលឲ្យឪពុកម្ដាយទាំងសងខាងជួបគ្នាព្យាយាមឲ្យបានក្នុងសប្តាហ៍នេះសប្តាហ៍ក្រោយចេញបេសកកម្មដូច្នេះការចុះបញ្ជីអាពាហ៍ពិពាហ៍ក្នុងសប្តាហ៍នេះអ្នកនៅតែត្រូវគិតទៀតខ្ញុំត្រូវការពេលគិតបន្តិចរឿងអាពាហ៍ពិពាហ៍មិនគួរត្រូវពិចារណាដោយប្រុងប្រយ័ត្នទេវាគួរឲ្យអស់សំណើចពេកហើយវ៉ាន់ទីបំផុតខ្ញុំរកអ្នកឃើញហើយអ្នកបានប្លុកខ្ញុំទៅរកអ្នកនៅកន្លែងនឹងតែគាត់បានស្ដីឲ្យខ្ញុំវិញអ្នកកំពុងធ្វើអ្វីយើងបានបែកគ្នាហើយខ្ញុំមិនយល់ព្រមបែកគ្នាទេវ៉ាន់ស្ដាប់ការពន្យល់របស់ខ្ញុំសិននោះគ្រាន់តែជាស្រវឹងហើយខ្ញុំពិតជាមិនដឹងថាម៉េចបានជាស្រវឹងទេសូម្បីតែសម្លៀកបំពាក់ក៏ស្រវឹងដែរមែនទេដល់ខ្លួនឯងលោកនេះកញ្ញាយាងកំពុងនិយាយរឿងការងារជាមួយខ្ញុំសូមលោកចាក់ចេញអ្នកជានរណាខ្ញុំនឹងបន្តនិយាយជាមួយនាងមិនថាអ្នកជានរណាទេនេះជារឿងរវាងខ្ញុំនិងមិត្តស្រីរបស់ខ្ញុំមិនពាក់ព័ន្ធនឹងអ្នកទេអតីតមិត្តស្រីវ៉ាន់ខ្ញុំខុសហើយខ្ញុំពិតជាខុសមែនខ្ញុំបានប្លុកលេខចេញរួចហើយអ្នកឲ្យឱកាសខ្ញុំម្ដងបានទេតែម្ដងគត់ក៏គ្រប់គ្រាន់ហើយលោកខទី1កញ្ញាយាងបានបញ្ជាក់យ៉ាងច្បាស់ហើយទំនាក់ទំនងរបស់អ្នកទាំងពីរបានបញ្ចប់សិនបើអ្នកនៅតែបន្តរំខាននាងមានសិទ្ធិដាក់ពាក្យសុំដីការពារសុវត្ថិភាពផ្ទាល់ខ្លួន
ទី2អ្នកដែលអ្នកក្បត់ជាមួយគឺជាមិត្តរួមថ្នាក់របស់កញ្ញាយើងភាគីម្ខាងទៀតដឹងច្បាស់ថាអ្នកមានមិត្តស្រីតែនៅតែមានទំនាក់ទំនងជាមួយអ្នកប្រសិនបើអ្នកនៅតែបន្តរុករានមិនឈប់ខ្ញុំមិនខ្វល់ក្នុងការជួយកញ្ញាយើងបង្ហាញរឿងនេះជាសាធារណៈទេគំរាមខ្ញុំមែនទេមិនខ្លាចទេខ្ញុំកំពុងបង្ហាញការពិតប៉ុណ្ណោះចំណុចទី3នឹងជាចំណុចសំខាន់បំផុតឥឡូវនេះនាងជាគូដណ្ដឹងរបស់ខ្ញុំគូដណ្ដឹងអ្នកស្គាល់គ្នាយូរប៉ុណ្ណាហើយរឿងនេះមិនពាក់ព័ន្ធនឹងអ្នកទេប្រសិនបើអ្នកគ្មានរឿងផ្សេងទៀតសូមចាក់ចែងពួកយើងនៅមានរឿងត្រូវពិភាក្សាល្អណាស់អ្នករងចាំមើលទៅអង្គុយលោកមេធាវីជាអ្វីដែលអ្នកនិយាយមុននេះលោកស្រីជាងអ្វីដែលខ្ញុំនិយាយមិនមែនជាការកុហកទេខ្ញុំនិយាយមែនខ្ញុំគិតថាអ្នកសំរុំម្ដាយខ្ញុំចូលចិត្តអ្នកការងារខ្ញុំរវល់ខ្លាំងគ្មានពេលណាត់ជួបស្នេហាក៏គ្មានចំណាប់អារម្មណ៍ស្គាល់អ្នកផ្សេងប្រសិនបើអ្នកព្រមពួកយើងអាចទៅចុះបញ្ជីអាពាហ៍ពិពាហ៍ជាមួយបន្ទាប់យើងសម្របសម្រួលគ្នាបន្តិចលោកមេធាវីនិយាយតើអ្នកធ្លាប់គិតទេការរៀបការត្រូវមានមូលដ្ឋាននៃអារម្មណ៍អាចបង្កើតបានក្រោយរៀបការបើសិនជាមិនអាចបង្កើតបានវិញមិនអាចទេខ្ញុំមិនដែលធ្វើរឿងដែលគ្មានភាពប្រាកដប្រជាឡើយបន្ថែម WeChat មួយចងចាំលេខទូរស័ព្ទខ្ញុំផងបើមានរឿងអ្វីអាចហៅមកផ្ទាល់ខ្ញុំនៅសល់ពេល2ម៉ោងទៀតប្រសិនបើអ្នកព្រមពេលនេះយើងអាចទៅការិយាល័យរដ្ឋបាលស៊ីវិលថ្ងៃនេះអត់ទាន់បានទេចាំថ្ងៃស្អែកម៉ោង 10 ព្រឹកជួបគ្នានៅមុខការិយាល័យរដ្ឋបាលស៊ីវិលយកសៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណមកផងហើយអ្នកនាងជេងពេលមុនអ្នកប្រឈមមុខនឹងសង្សារចាស់អ្នកធ្វើបានល្អណាស់ជួបគ្នាថ្ងៃស្អែកត្រឡប់មកហើយខ្ញុំបានកំងអាហាររួចហើយមួយសន្ទុះមុនគាត់ប្រាប់ឲ្យខ្ញុំទៅចុះបញ្ជីរៀបការថ្ងៃស្អែកនិយាយម្ដងទៀតតាមការចងចាំឲ្យខ្ញុំយកសៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណថ្ងៃស្អែកទៅការិយាល័យរដ្ឋបាលស៊ីវិលនិយាយតាំងពីដើមមកដូច្នេះពេលជួបគ្នាលើកដំបូងគាត់រំលងការណែនាំខ្លួនរំលងការស្រឡាញ់គ្នារំលងការជួបឪពុកម្ដាយឲ្យអ្នកទៅចុះបញ្ជីរៀបការភ្លាមមែនហើយទី2សង្សារចាស់របស់អ្នកបានចូលមករំខានគាត់ប្រកាសភ្លាមថាអ្នកជាគូដណ្ដឹងរបស់គេលើកទី3គេនិយាយថាខ្ញុំមិនដែលធ្វើរឿងដែលគ្មានការធានាឡើយប្រាប់ខ្ញុំតាមត្រង់តើអ្នកកំពុងថតរឿងខ្លីមែនទេកាមេរ៉ាលាក់នៅណាខ្ញុំកំពុងសិក្សាការថតរឿងនេះថ្មីកម្រិតបត់បែនរឿងនេះហួសហេតុជាងសាច់រឿងរបស់ក្រុមហ៊ុនយើងទៀតពេលនោះខួរក្បាលខ្ញុំស្ទើរតែទេអ្នកគឺក្នុងមួយថ្ងៃមិនដល់មួយថ្ងៃទាំងមុនទាំងក្រោយមិនលើស20នាទីអ្នកពិតជារឿងព្រេងក្នុងវិស័យរៀបការរហ័សថ្ងៃក្រោយពេលឪពុកម្ដាយខ្ញុំបង្ខំឲ្យរៀបការអ្នកនឹងជាខែការពាររបស់ខ្ញុំថ្ងៃនេះនៅហាងកាហ្វេពេលរត់ចូលមកប្រតិកម្មដំបូងរបស់ខ្ញុំគឺចង់រត់គេចតែខ្ញុំញ័រទាំងអស់បន្ទាប់មកគាត់បានឈរឡើងបន្តគាត់មិនស្គាល់សោះប៉ុន្តែគាត់នៅតែឈរចេញមុខនៅពេលនោះខ្ញុំគិតថាប្រសិនបើមានមនុស្សម្នាក់បែបនេះឈរនៅខាងខ្ញុំវាហាក់ដូចជាមិនអាក្រក់ទេអ្នកនិយាយមើលថាឥឡូវខ្ញុំគួរធ្វើអ្វីប្រាប់ម៉ាក់អ្នកខ្ញុំមិនអាចរងចាំមើលប្រតិកម្មរបស់អ្នកមីងបានទេអ្នកមានផ្ទៃពោះឬអត់បើមិនមានផ្ទៃពោះតើអ្នកប្រញាប់អ្វីហើយគឺហងជ័យនោះទៀតខ្ញុំមិនយល់ព្រមទេកុំសង្ឃឹមទៀតមិនមែនគាត់ទេជាអ្នកផ្សេងអ្នកឈួតមែនទេខួរក្បាលដូចត្រូវទ្វារគៀបលោកជាងប្រម៉ូសិនលឹកបៀហើយទៅហេចិនខ្ញុំបានបង្រៀនភាសាចិនពេញមួយជីវិតមិនដែលឃើញកាយវិការចម្លែកបែបនេះរបស់អ្នកទេថ្ងៃដំបូងនៃការណាត់ជួបតែចង់ទៅចុះបញ្ជីរៀបការគិតថាកំពុងទិញបន្លែមែនឬស្ងប់កំហឹងទៅកូនក៏គ្រាន់តែចង់ឲ្យអ្នកបិទមាត់ជាងវ៉ាន់ឥឡូវនេះឲ្យគាត់មកទីនេះភ្លាមខ្ញុំចង់ឃើញណាស់តើស្រីចង់មិនបែបណាដែលធ្វើឲ្យអ្នកវង្វេងដល់ថ្នាក់នេះចុះមកខ្ញុំនៅខាងក្រោមអគារលោកពូលោកមីងសូមទោសដែលឲ្យអ្នកទាំងពីររងចាំយូរខ្ញុំគឺយេលេឡើងឡានសិនទៅខ្ញុំនឹងនាំអ្នកទាំងពីរទៅសន្តាគារអ្នកប្រកាសថាអ្នកមិនមានផ្ទៃពោះមែនទេហាមែនទេខ្ញុំជាបងស្រីរបស់ឈ្មោះដូចដែលម៉ាក់ខ្ញុំបាននិយាយពិតមែនអ្នកជាស្រីស្អាតខ្លាំងម្នាក់សួស្ដីបងស្រីអ្នកសរសើរខ្ញុំហួសហេតុហើយអ្នកទើបជាស្រីស្អាតខែមីនាឆ្នាំក្រោយចាប់ផ្ដើមត្រៀមមានកូនចុងខែមេសាមានផ្ទៃពោះថ្ងៃកំណត់សម្រាលនៅខែកុម្ភៈត្រូវនឹងវិស្មការរដូវរងាបន្តជាមួយការជប់សម្រាកសម្រាលកូន150បន្តជាមួយវិស្មការខែកក្កដានិងជប់សម្រាកជាប់គ្នា8ខែអូយអ្នកម៉ាក់កូនប្រសាអ្នកកញ្ញាបានលំអិតពេកហើយអ្នកកុំបារម្ភក្រោយសម្រាលកូននឹងទៅមជ្ឈមណ្ឌលថែទាំក្រោយសម្រាលដែលខ្ញុំធ្លាប់សេវាកម្មល្អក្រុមវិជ្ជាបណ្ឌិតជំនាញចំណាយលុយរបស់គឺជារឿងសំហេតុផលមែនទេឈុតផលិតផលនេះសម្រាប់ខ្ញុំទើបតែដឹងដូច្នេះមិនទាន់មានពេលរៀបចំជាពិសេសទេអ្នកទទួលទុកសិនមុខមាត់ស្អាតពាក់ខ្សែដៃនេះកាន់តែស្អាត
ចាប់ពីពេលនេះទៅកុំហៅថាសាស្ត្រាចារ្យទៀតគួរហៅថាម៉ាក់ហើយអរគុណម៉ាក់ហាម៉ាក់ពួកអ្នកមិនមែនមុននេះមិនយល់ព្រមទេហើយដល់វិញញ៉ាំបាយមួយពេលសោះក៏លក់ខ្ញុំចេញហើយកូនស្រីល្ងងគ្រួសារនេះជាការឡើងទៅកាន់មេធំអ្នករៀបការទៅទីនោះមិនបាច់បារម្ភរឿងជីវភាពទេប៉ុន្តែខ្ញុំខ្លាចពីការចងចាំរបស់គាត់តឹងរឹងពេកនោះហៅថាមានភាពម៉ឺងម៉ាត់និងអាចទុកចិត្តបានបើប្រៀបធៀបឈឺហងស្រ័យដែលចូលចិត្តនិយាយអួតមិនឈប់គឺល្អជាងច្រើនអ្នកគិតថាគាត់ល្អចំពោះអ្នកគឺមានន័យថាគាត់ស្មោះមែននោះគ្រាន់តែជាការវិនិយោគដែលចំណាយតិចបំផុតរបស់បុរសប៉ុណ្ណោះចាំឲ្យបានរៀបការរួចសិនទើបមានផ្ទៃពោះពាក់ឈុតរៀបការពេលមានផ្ទៃពោះមិនស្អាតទេនៅទីនេះមាន500,000លុយរបស់គាត់អ្នកគ្រាន់តែអាចពឹងផ្អែកបានតែពេលអ្នកមានលុយទើបមានភាពជឿជាក់បើមានអ្នកណាធ្វើឲ្យអ្នកអន់ចិត្តត្រឡប់មកវិញផ្ទះនេះតែងតែជារបស់អ្នកម៉ាក់នេះបានចុះឈ្មោះរួចហើយមែនទេទើបតែ10នាទីប៉ុណ្ណោះខ្ញុំបានផ្ញើអាសយដ្ឋានផ្ទះទៅ WeChat របស់អ្នកនេះអាចទៅស្នាក់នៅទីនោះបានកាត់នេះចាប់ពីពេលនេះទៅរាល់ខែខ្ញុំនឹងផ្ញើថ្លៃចំណាយ20,000រសៀលនេះខ្ញុំត្រូវទៅធ្វើដំណើរការនេះបញ្ចាំខ្ញុំយេមានលុយហើយតើគាត់ត្រូវរងការប៉ះទង្គិចហើយឈួតមែនទេប្រកាសជាទៅលេងលេះហើយយំនឹងសើចនៅទីនេះមើលទៅគួរឲ្យអាណិតណាស់នេះមិនយកទេនេះក៏មិនយកដែរជាងវ៉ាន់អ្នកពិតជាឡើងខ្លួនហើយបោះចោលរបស់ច្រើនបែបនេះពិតជាមានបាបណាស់គួរឲ្យស្ដាយណាស់លាហើយសំណប់ចិត្តរបស់ខ្ញុំកាលពីមុនមានអ្វីនិយាយឲ្យលឿនខ្ញុំកំពុងរវល់ទីមើលថាខ្ញុំនៅណាមើលបន្ទប់ទទួលភ្ញៀវមើលពន្លឺថ្ងៃចូលអូអ្នកពូកែឡើងហើយជួលផ្ទះធំបែបនេះជួលអ្វីជួលអីនេះជាផ្ទះរបស់យាយយលៃចាប់ពីថ្ងៃនេះទៅវាជាផ្ទះរបស់បងស្រីហើយខោឲ្យអ្នកឃើញថាអ្វីទៅជាការលំបាកក្នុងជីវិតមនុស្សយាយយលៃឲ្យលុយខ្ញុំប្រាប់ឲ្យខ្ញុំទិញតាមចិត្តចាប់ពីពេលក្រោយរៀងរាល់ខែក្នុងកាតនេះក៏នឹងមានប្រាក់ចូលទៀងទាត់ថ្លៃរស់នៅ20,000 យន់គ្រប់គ្រាន់ទេមានម្ហូប5មួយមុខហើយយើងមានតែ2នាក់ថែមស្រាមួយ10នេះទៀតអ្នកយល់អ្វីខ្លះមកនេះធ្វើឡើងដើម្បីញ៉ាំឲ្យឆ្អែតមែនទេស្រីស្អាតទាំងអស់ញ៉ាំតិចដូចបាក់សីប៉ុណ្ណោះញ៉ាំច្រើនបែបនេះទៅគួរឲ្យអាម៉ាស់ជួយថតរូបឲ្យខ្ញុំមួយសន្លឹកដែលមានបែបស្ត្រីថ្លៃថ្នូរម្សិលមិញអាហារមួយពេលនោះចំណាយ1,800ចុងក្រោយនៅតែមិនឆ្ងាញ់ដូចម្ហូប10 យន់នេះស្ត្រីគ្មានរសជាតិដូចអ្នកនេះទើបតែញ៉ាំម្ហូបលំដាប់កំពូលរួចឥឡូវមកញ៉ាំរបស់ថោកទៀតនៅទីនោះមានទឹកកកបំពង់ញ៉ាំទេញ៉ាំហេតុអ្វីមិនញ៉ាំហាទៅសិនអ្នកមានស្រីសម្បត្តិថ្ងៃស្អែកទៅផ្សារទំនើបលំដាប់នាំបងប្អូនស្រីឲ្យបានឃើញការចាយលុយដូចដីហាវ៉ាន់ថ្ងៃនេះយើងមិនទិញមិនត្រឡប់វិញទេហាត្រូវតែបែបនេះហើយមើលទៅរបស់ទាំងនេះថ្លៃណាស់ខ្ញុំទិញមិនបានទេអ្នកប្រកាសជាទិញមិនបានហើយផ្សារទំនើបនេះកើតអ្វីឡើងហើយអ្វីមនុស្សគ្រប់ប្រភេទក៏អាចចូលបានមនុស្សខ្លះគឺគ្មានការយល់ដឹងពីខ្លួនឯងសោះមែនហើយសំបីរបស់ខ្វក់ដូចអ្នកដែលទៅជាមនុស្សទី3ក៏អាចទទួលយកបានផ្សារនេះពិតជាមិនល្អទេលេយ៉ាងយ៉ែអ្នកត្រូវដើរមើលឲ្យបានល្អព្រោះរបស់ដែលអ្នកអាចទិញបានពិតជាមិនច្រើនទេអ្នកទាំងអស់គ្នាទុកការសម្ដែងមួយទៅលឿនទៅវ៉ាន់ក្លិនលើខ្លួនស្រីទី3អាចឆ្លងបានគាត់គ្រាន់តែចង់មើលពួកយើងធ្វើអ្វីមិនបានទៅយើងចូលមីយ៉ាហ្សាគីដោមើលយើងជ្រើសរើសធម្មតាបានហើយកុំខ្វល់ពីគាត់នេះដូចជាថ្លៃណាស់ខ្ញុំខ្លាចថាខ្ញុំទិញមិនរួចចំណាយលុយប្តីអ្នកទៅខ្លាចអ្វីម្យ៉ាងទៀតគាត់កំពុងមើលពីក្រោយយើងមិនអាចចាញ់ប្រៀបបានទេទៅខ្ញុំចង់មើលថាគាត់ហ៊ានតាមទៀតឬអត់មានបន្ទប់4ហេតុអ្វីមានតែក្រែមួយពេលជីលេត្រឡប់មកវិញមិនមែនត្រូវដេកជាមួយគ្នាទេលោកស្រីផ្ទះនេះមានតែក្រែមួយជីលេថ្ងៃស្អែកត្រឡប់មកវិញយើងត្រូវដេកជាមួយគ្នាតើធ្វើម៉េចល្អអ្នកខ្លាចអ្វីខ្លាចគាត់តឹងរឹងពេកឬខ្លាចគាត់មិនអើពើអ្នកទាំងពីរជាប្តីប្រពន្ធស្របច្បាប់ចូលទៅចិត្តគ្នាបន្តិចដោយសកម្មលក្ខខណ្ឌល្អបែបនេះអ្នកមិនខាតទេអ្នកអាចធ្ងន់ធ្ងរបន្តិចបានទេហើយខ្ញុំ
មេធាវីយេលេសេអ្នកមិនមែនត្រឡប់មកថ្ងៃស្អែកទេនេះជាអ្នកដេមែនទេបានល្អណាស់មេធាវីវិន័យអ្នកញ៉ាំហើយឬនៅខ្ញុំធ្វើឲ្យអ្នកឆាប់ញ៉ាំពេលនៅក្តៅមិនដូច្នោះទេវានឹងជាប់គ្នាមីយ៉ាងឆាន់នេះឆ្ងាញ់ណាស់ម៉ាក់ខ្ញុំជាអ្នកបង្រៀនខ្ញុំលាងចានបានមិនអីទេនៅក្រៅប្រទេសត្រូវធ្វើម្ហូបនិងលាងចានដោយខ្លួនឯងអ្នកក៏ចេះធ្វើម្ហូបដែរតាមឡើយមិនចេះទេនៅប្រទេសមិនញ៉ាំតែនំប៉័ងនិងហាំប៊ឺហ្គឺរហូតធុញមានតែបង្ខំខ្លួនឯងឲ្យក្លាយជាចុងភៅអញ្ចឹងខ្ញុំមានឱកាសបានភ្លក់ស្នាដៃចម្អិនម្ហូបរបស់អ្នកទេបានណាពេលខ្ញុំឈប់សម្រាកខ្ញុំនឹងធ្វើឲ្យអ្នកពីពេលនេះទៅហើយឈ្មោះខ្ញុំកុំហៅថាមេធាវីវិន័យគ្រប់ពេលវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថានៅកំពុងធ្វើការបានហើយយេលេនយប់ហើយសម្រាកទៅបានមានអ្វីហើយខ្ញុំទៅងូតទឹកសិនយេលេខ្ញុំស្រាប់តែនឹកឃើញថាមានឯកសារមួយទៀតត្រូវមើលអ្នកគេងមុនទៅគេមើលឃើញហើយផែនការខ្ញុំបានមើលរួចហើយអនុវត្តតាមផែនការចាប់ពីថ្ងៃនេះខ្ញុំក៏ក្លាយជានារីខវិតហើយដែរព្រះនាងហេតុអ្វីបានជាកន្នីសិប្បកម្មរបស់ខ្ញុំថតយូរហើយតែមិនទាន់រកបានលុយនោះជាកន្នីប្រចាំថ្ងៃអ្វីសំខាន់បំផុតរបស់វីដេអូខ្លីគឺការរកប្រាក់ថ្ងៃនេះថតបាក់ថ្ងៃស្អែកថតញ៉ាំអាហារប្រព័ន្ធនឹងកំណត់ថាអ្នកជាកន្នីប្រចាំថ្ងៃមានរឿងបែបនេះផងត្រូវតែផ្ដោតលើវិស័យតែអ្នកធ្វើសម្អាងគឺថតតែរឿងតុបតែងមុខខ្ញុំស្គាល់អ្នកបង្កើតមាតិកាសម្អាងម្នាក់មានអ្នកតាម200ឆ្នាំអាចរកបានរាប់សិបម៉ឺនអោយខ្ញុំបដូរអាជីពឥឡូវនេះនៅទាន់ទេរៀនជំនាញមូលដ្ឋានឲ្យល្អសិនទៅនៅទីនេះអ្នកជាងវ៉ាន់នេះជាប្អូនស្រីខ្ញុំប្រើបេកឲ្យអស់ពីកម្លាំងអរគុណអ្នកខ្លាំងណាស់ល្អណាស់ខ្ញុំចិត្តរវល់ស្លាប់ហើយអ្នកឈ្មោះជាងវ៉ាន់មែនទេនៅទីនេះក៏មានជាងវ៉ាន់ម្នាក់ដែរតែអក្សរខុសគ្នាខ្ញុំជាងពីទន្លេហើយវ៉ាន់ពីពេលយប់នោះគឺជាងវ៉ាន់ដែលមានឈ្មោះដូចអ្នកឬថានាងបានភ្ជាប់ទំនាក់ទំនងជាមួយអ្នកមានរបបបម្រើអ្នកមានអំណាចរហូតមិនចង់មកធ្វើការទេអាគារនេះមានក្រុមហ៊ុនវីដេអូច្រើនហើយរឿងក៏ច្រើនដែរជាន់របស់យើងនេះក៏មានអ្នកល្បីលើអ៊ីនធឺណិតម្នាក់មានអ្នកតាមជាង10លានអ្នកដែរជាងវ៉ាន់អ្នកស្អាតដល់ថ្នាក់នេះប្រយ័ត្នជាងវ៉ាន់នោះចាត់ទុកអ្នកជាគូប្រជែងក្នុងការតែមកធ្វើការប៉ុណ្ណោះមិនដល់ថ្នាក់នោះទេមែនទេninhមើលទៅអ្នកម្នាក់ឯងស្ទើរតែចង់បំបែកខ្លួនជាពីរដើម្បីខ្ញុំចេញពីការងារមុនហើយសម្លាញ់ថ្ងៃនេះអ្នកនឿយហត់ហើយពីរបីថ្ងៃនេះខ្ញុំរវល់ខ្លាំងពេកចាំពេលរវល់នេះចប់ខ្ញុំនឹងនាំអ្នកទៅលេងឲ្យសប្បាយបានហើយអ្នកមូលធននិយមលឿនទៅរវល់ការងារអ្នកចុះថ្លៃដឹកជញ្ជូនមុនបំពងត្រូវការ8យន់ម៉ាឡាថាំងមិនទាន់ដល់តម្លៃដឹកជញ្ជូនអបម៉ាហាងនេះខ្វះតែ2យន់ទៀតដើម្បីបានបញ្ចុះតម្លៃមិនអីទេម្នាក់ឯងញ៉ាំ buffet ខាត់ហើយថែមទាំងមើលទៅដូចមនុស្សហ្មងទៀតថ្ងៃនេះមិនធ្វើការបន្ថែមម៉ោងទេក្បែរនេះមានហាងសាច់អាំង buffet បាក់ថ្មីខ្ញុំចង់ទៅញ៉ាំជាមួយអ្នកបានទេ160ម្នាក់ខ្ញុំមានបានបញ្ចុះតម្លៃថោកណាស់បានខ្ញុំទៅបដូរខោអាវអ្នករងចាំខ្ញុំចាំពាក្យស្លោករបស់ពួកយើងចូលដោយកាន់ជញ្ជាំងចេញមកវិញក៏កាន់ជញ្ជាំងបងធំអ្នកអាចត្រឡប់សាច់ឲ្យលឿនជាងនេះបានទេសាច់ដែលអ្នកអាំងចេញមកមិនទាន់លឿនជាងល្បឿនដែលខ្ញុំញ៉ាំទេតើបាវឌ្ឍនភាពនេះពេលណាទើបពេញខ្ញុំទៅយកបន្លែបន្តិចបានទៅចុះរត់យឺតពេកហើយបើចាំគាត់យកមកវិញមួយជុំខ្ញុំប្រហែលឃ្លានស្លាប់ហើយសួស្ដីភេសជ្ជៈពណ៌ផ្កាឈូកនោះជាអ្វីនោះជាភេសជ្ជៈ peach soda ពិសេសរបស់ហាងយើងសម្រាប់ស្ត្រីគឺឥតគិតថ្លៃតើចង់បានមួយកែវទេយកមួយកែវរសជាតិចម្លែកបន្តិចប៉ុន្តែវាឥតគិតថ្លៃដូច្នេះចម្លែកក៏ធម្មតាយកមួយកែវទៀតនេះឥតគិតថ្លៃមែនទេប្រកាសថាឥតគិតថ្លៃមែនទេមែនហើយអ្នកគឺអញ្ចឹងយកមួយកែវទៀតមិនមែនយកមួយកែវទៀតបាន
ជាងវ៉ាន់តើអ្នកផឹកស្រាឬអត់ខ្ញុំមិនបានផឹកស្រាទេខ្ញុំផឹកតែភេសជ្ជៈរសជាតិ peach នេះអ្នកបម្រើប្រាប់ថាឥតគិតថ្លៃរបស់ឥតគិតថ្លៃអាចជាស្រាបានយ៉ាងម៉េចកុំមកចោទប្រកាន់ខ្ញុំនេះជាអ្វីនេះជាស្រាក្រឡុក peach soda ពិសេសរបស់ហាងយើងបរិមាណជាតិអាល់កុលប្រហែល12ដឺក្រេដោយសារតែមិនបានសរសេរបញ្ជាក់ដាច់ដោយឡែកក្នុងបញ្ជីស្រាគាត់បានផឹកប៉ុន្មានកែវ2កែវអូត្រូវហើយកែវទី2គាត់ថែមទាំងបញ្ជាក់3ដងថាឥតគិតថ្លៃលឿនឡើងអ្នកដុតទៅបើកមាត់ញ៉ាំទៅបើអ្នកមិនញ៉ាំខ្ញុំនឹងយកវគ្គបន្ទាប់យ៉ាងម៉េចនេះនៅឆៅទេអញ្ចឹងអ្នកដុតទៅអ្នកដុតហើយមិនអាចញ៉ាំបានទេអ្នកនេះហេតុអ្វីខួរក្បាលមិនចេះបត់បែនអញ្ចឹងនៅចង់បានទៀតអ្នកស្អាតណាស់តែធម្មតាអ្នកមើលទៅខឹងខ្លាំងមិនដែរញឹមទេខ្ញុំមើលទៅខឹងមែនទេតំបន់នេះមិនដែលលើកឡើងទេលើកបន្តិចមើលស្អាតណាស់រក្សាទុកបែបនេះងួយគេងណាស់ទៅចុះត្រឡប់ផ្ទះភ្ញាក់ពីព្រលឹមម្លេះឈឺក្បាលខ្លាំងណាស់យប់មិញនោះយប់មិញខ្ញុំមិនដឹងថាខ្ញុំបាននិយាយអ្វីដែលមិនគួរនិយាយទេអត់ទេយប់មិញអ្នកល្អណាស់ធ្វើឲ្យខ្ញុំភ័យស្លាប់ហើយខ្ញុំជាមនុស្សផឹកស្រាមិនសូវបានទេផឹកបន្តិចក៏ស្រវឹងពេលស្រវឹងខ្ញុំនិយាយច្រើនលើកមុនផឹកស្រាជាមួយមិត្តស្រីគិតថាខ្ញុំចាប់គេនិយាយរឿងសម្រាមពេញមួយយប់ការបែងចែកកាលពីយប់មិញអ្នកពិតជាមិនបាននិយាយពីការបែងចែកសម្រាមទេអ្នកគ្រាន់តែចាប់ដៃខ្ញុំហើយនិយាយថាប្តីអ្នកល្អបំផុតបន្ទាប់មកក៏ស្រែកថាប្តីអប់ខ្ញុំនៅលើផ្លូវធំអ្នកលោតមកជួលលើករបស់ខ្ញុំអូត្រូវហើយមានទៀតអ្នកមានក្លិនក្រអូបណាស់ក្រអូបជាងសាច់អាំងទៀតខ្ញុំខុសហើយអ្វីខ្ញុំស្ដាប់មិនច្បាស់ខ្ញុំខុសហើយពេលក្រោយខ្ញុំអាចផឹកបានតែពេលអ្នកនៅជាមួយខ្ញុំបើអ្នកមិននៅខ្ញុំមិនផឹកទេយល់ព្រមទេផឹកថ្នាំបំបត្តិស្រវឹងហើយក្រោយនេះត្រូវបញ្ជូនរឿងអាម៉ាស់របស់ខ្ញុំទៅជានិច្ចជាងវ៉ាន់ចាំបន្តិចពេលរួចរាល់យើងទៅមើលហាងកាហ្វេថ្មីនៅជាន់ក្រោមនោះបានខ្ញុំនឹងរៀបចំខ្សែចទាំងនេះសិនខោninhប្រញាប់ត្រូវការវ៉ាន់ជួយយកខ្សែចពណ៌ស្ទឹកដោះគោនោះមកឲ្យខ្ញុំត្រូវការបន្ទាន់មកហើយមកដល់ភ្លាមជាងវ៉ាន់តើអ្នកណាជាងវ៉ាន់ចេញមកឲ្យខ្ញុំនេះជានរណាប្រហែលរកមនុស្សខុសហើយរកខ្ញុំមែនគឺជាងវ៉ាន់គឺនាងអ្នកស្រីចោកតូចដែលលបួងប្តីខ្ញុំគឺជាងវ៉ាន់ប៉ុន្តែអ្នកហូរឈាមហើយឈាមច្រើនណាស់មានអ្នកសម្លាប់មនុស្សវ៉ាវមានរឿងអ្វីហេតុអ្វីបានជាខ្លាចជាបែបនេះកុំសើចខ្ញុំវ៉ែនហើយវិញ្ញាណអ្វីគ្មានអ្វីឲ្យស្រែកទេនេះហៅថាកម្មផលមើលឲ្យច្បាស់ទាំងអស់វាគឺជាងវ៉ាន់ស្ត្រីចោកតូចដែលចូលចិត្តលបួងប្តីអ្នកអតីវាឲ្យស្លាប់ក៏នៅតែស្រាលពេកឯងជានរណាឲ្យប្រកាសទៅខ្ញុំជានរណាមិនសំខាន់ទេសំខាន់គឺស្ត្រីនេះនាងលបួងប្តីខ្ញុំស្ត្រីចោកតូចនេះមានមុខមាត់ដែលនាំគ្រោះថ្នាក់ថ្ងៃនេះខ្ញុំមកដើម្បីធ្វើតាមយុទ្ធធម៌ស្ថានអ្នកវាខុសមនុស្សហើយស្ត្រីដែលអ្នកនិយាយនោះគឺជាងដែលមានន័យថាទន្លេគាត់គឺជាងដែលមានន័យថាទន្លេយ៉ាងគាត់គឺជាងវ៉ាន់មិនមែនជាងវ៉ាន់ដែលអ្នកកំពុងរកទេហាវាគឺជាងវ៉ាន់ជាងភេងថងមែនទេ
ពួកយើងបានប្រាប់ហើយគាត់មិនមែនជាងវ៉ាន់នោះទេអ្នកវាខុសមនុស្សហើយមិនយល់ទេខ្ញុំមិនបានវាខុសទេគ្រាន់តែមើលទៅដូចនេះបើទោះបីឥឡូវមិនបានលបួងបរោះក៏ដោយថ្ងៃក្រោយក៏អាចធ្វើបាននឹងខ្លាចជាបញ្ហាឲ្យជាងបើការកាត់ក្តីនឹងបង្កគ្រោះថ្នាក់ដែលមានមុខមាត់បែបនេះគឺមិនខុសមនុស្សទេអ្នកត្រូវសុំទោសជាងវ៉ាន់ភ្លាមបើមិនដូច្នោះទេខ្ញុំធានាថារឿងនេះនឹងត្រូវដោះស្រាយដល់ទីបញ្ចប់សុំទោសហេតុអ្វីខ្ញុំយ៉ាងយិនក្នុងជីវិតនេះមិនដែលដឹងថាពាក្យសុំទោសសរសេរយ៉ាងម៉េចទេមិនមែនគ្រាន់តែចង់បានលុយទេធ្វើជាបង្ហាញភាពស្និទ្ធស្នាលរវាងបងប្អូនធ្វើអ្វីយើងសុទ្ធតែជាមនុស្សពេញវ័យប្រាប់តម្លៃមកអ្នកគិតថារឿងនេះអាចដោះស្រាយដោយលុយបានមែនទេខ្ញុំមានលុយច្រើនណាស់មិនមែនគ្រាន់តែខូចមុខទេឲ្យគាត់3ទៅ50000ទៅមន្ទីរពេទ្យដេពី3ថ្ងៃហើយទិញកាបូបថ្មីមួយដែរល្អជាងរបស់ថោកនេះរាប់រយដងលុយដែលនៅសល់ចាត់ទុកជាសំណងថ្លៃព្យាបាលមនុស្សនេះនៅជាមនុស្សទៀតឬវាគេដល់ថ្នាក់នេះហើយយកលុយបោះដាក់គេមានលុយហើយអស់ចាណាស់ឬលុយបែបនេះអ្នកណាចង់បានផ្ដល់រង្វាន់ឲ្យពួកយើងហាអ្នកមានលុយហើយគួរឲ្យអស្ចារ្យណាស់អ្នកគិតថារឿងគ្រប់យ៉ាងលើโลกនេះអាចដោះស្រាយដោយលុយបានមែនទេនៅក្នុងហេឆេងនេះនៅទីក្រុងហេឆេងនេះមិនទាន់មានរឿងណាដែលយ៉ាងយើងខ្ញុំប្រើលុយដោះស្រាយមិនបានទេហឹមប្រញាប់ជប់ឈាមពីរបួសជើងសិនបងស្រីនេងត្រូវទៅមន្ទីរពេទ្យហើយរបួសជ្រៅណាស់ប្រហែលត្រូវដេកច្រើនភ្នែកនេងគុំឆ្លោះជាមួយគេទៀតយើងទៅសិនក្មេងតូចកុំនិយាយអីទៅមន្ទីរពេទ្យសិនមនុស្សឈួតនេះថ្ងៃនេះខ្ញុំត្រូវឲ្យគេទទួលផលវិបាកហាហឹមមិនចង់យកក៏អីចង់ឲ្យគេមុខមិនបានមុខលុយទាំងនេះគ្រប់គ្រាន់ឲ្យខ្ញុំទិញគ្រឿងថែស្បែកល្អមួយឈុតល្អហើយមើលគេធ្វើឲ្យមនុស្សរបួសដល់ថ្នាក់នោះនៅមានមុខទៅរើសលុយទៀតហួសហេតុពេកគ្មានសូវថតតែសោះជាលេនប្រញាប់នាំក្មេងតូចទៅមន្ទីរពេទ្យមានរឿងអ្វីភ្លាមនេះមានអារម្មណ៍ថាត្រជាក់ខ្លាំងមើលមុខនោះទៅនេះមិនមែនជាការខឹងទេនេះច្បាស់ជាចង់សម្លាប់មនុស្សហើយអ្នកណាវាយគាត់ខ្ញុំជាអ្នកវាយតាម៉េចអ្នកជាប្តីគាត់មែនទេមកដល់ល្អហើយខ្ញុំប្រាប់អ្នកជានរណាមកចង់គ្រប់គ្រងខ្ញុំឬមិនមែនគ្រាន់តែចង់ទារលុយទេខ្ញុំមានលុយច្រើនយកទៅ50000យន់គ្រប់គ្រាន់ឲ្យប្រពន្ធអ្នកទៅមន្ទីរពេទ្យដេរបួសនិងទិញថ្នាំលុយដែលនៅសល់ក៏អាចទិញកាបូបល្អបានប៉ុន្មានទៀតកុំយករបស់តាមសារថោកមកអួតរាល់ថ្ងៃហើយបោកប្រាស់អ្នកដទៃខ្ញុំមិនអីទេគ្រាន់តែឈោមមិនជាប់ហើយបុកបន្តិចប៉ុណ្ណោះអ្នកកុំខឹងមិន50000យន់តិចពេកមែនទេខ្ញុំប្រាប់អ្នកសួស្ដី110មែនទេហើយចេញ Creative Park ជាន់ទី3ទីនេះមានករណីបង្កបួសដោយចេតនាជនបង្កហេតុមិនព្រមសហការហើយព្យាយាមយកលុយមកដោះស្រាយសូមបញ្ជូនកម្លាំងប៉ូលីសមកភ្លាមជើវអ្នកមិនបានឈប់សម្រាកទេមិនបានទេឆេងលូមានសំណុំរឿងបន្ទាន់មួយចេតនាបង្កបួសនិងបរិហាកិច្ចបង្កភាពវឹកវរដោយចេតនាជនរងគ្រោះព័ត៌មានជនសង្ស័យប្រពន្ធខ្ញុំឈ្មោះការចោទប្រកាន់ដែលដឹងបច្ចុប្បន្នមានដូចខាងក្រោមទី1បទបង្កបួសដោយចេតនាលើកនេះគេប៉ះអ្នកមានអំណាចហើយនៅតែហ៊ានឲ្យជនរងគ្រោះរងរបួសតាមមាត្រា234នៃច្បាប់កម្រិតរបួសត្រូវរងចាំមន្ទីរពេទ្យក្រោយចេញលទ្ធផលទើបសម្រេចថាអនុវត្តកម្រិតរបួសតាមស្តង់ដារខាងលើទោះបីបង្កឲ្យមានស្ថានភាពធ្ងន់ធ្ងរក៏នៅមានលទ្ធភាពផាកពិន័យរដ្ឋបាលទី2បទបរិហាកិច្ចយោងតាមមាត្រា246នៃច្បាប់អ្នកដទៃជាសាធារណៈបង្កើតព័ត៌មានមិនពិតដើម្បីបរិហាប្រសិនបើស្ថានភាពជនសង្ស័យបានចោទប្រកាន់ប្រពន្ធខ្ញុំជាសាធារណៈការយកច្រឡំឬការសង្សឹកនឹងសិទ្ធិត្រូវបានបញ្ជាក់ដោយសាក្សីនៅទីកន្លែងជនសង្ស័យច្រឡំមនុស្សបានយកច្រឡំជាបានឬហើយទេនេះហើយជាអ្នកជំនាញស្ត្រីឈួតនេះលើកនេះចប់ហើយបានបង្កើតឡើងទង្វើបែបនេះតាមច្បាប់មានលក្ខណៈអ្វីជាការបង្ខូចចេតនារបស់ខ្លួនមានភាពច្បាស់លាស់និងបំបាក់មុខគេនៅទីសាធារណៈជាទង្វើបទបង្ករឿងរំខានជនសង្ស័យបានចូលកន្លែងអាជីវកម្មរបស់អ្នកហើយដល់ប្រព័ន្ធរបស់ខ្ញុំរំខានយ៉ាងខ្លាំងដល់សណ្ដាប់ធ្នាប់អាជីវកម្មសង្គមយ៉ាងអាក្រក់បំផុតស្នើឲ្យប្រមូលយកវីដេអូកាមេរ៉ា2នៅខាងក្នុងស្ទូឌីយោមួយនៅតាមទីនៅជាប់ចូលតំបន់ទាំងអស់ត្រូវប្រមូលជាភស្តុតាងនិងស្រង់យកហើយបានសង្កត់ធ្ងន់ជាច្រើនដងនៅទីសាធារណៈអំពីទស្សនៈរបស់ការថែរបស់លែងយូបានរំខានដល់យុទ្ធធម៌អ្នកស្រីយ៉ាងអ្នកទើបតែបន្តនិយាយថាអ្នកមានលុយខ្ញុំសង្ឃឹមថាអ្នកយល់ពីហេតុផលមួយទ្រព្យសម្បត្តិដែលអ្នកគិតថាខ្លួនបានប្រឹងរកមកនៅចំពោះមុខកូនប្តីរបស់ខ្ញុំវាមិនមានតម្លៃអ្វីឡើយគាត់គឺជាប្តីរបស់ជាងវ៉ាន់សមត្ថភាពនិងបរិយាកាសបំពុះក្នុងភាពយន្តពិតស្ត្រីឈួតនោះមុននេះថែមទាំងយកមុខប្រទៀនបាត់ឥឡូវនេះសំបីតែលុយក៏កាន់មិនជាប់ទៀតចងការប្តឹងតាមច្បាប់បន្តទៀតដើម្បីឲ្យលោកស្រីយ៉ាងទទួលបានបទពិសោធន៍ពេញលេញស្មើគ្នាចំពោះមុខច្បាប់អំពីវិន័យពួកយើងបានចាប់ផ្ដើមផែនការបន្តរួចហើយខ្ញុំស្នើឲ្យអ្នកកញ្ញាចំនួនលុយមួយថាតើគ្រប់គ្រាន់សម្រាប់សងសំណងនាពេលអនាគតខូចខាតផ្លូវចិត្តនិងប្រាក់ចំណេញដ៏វាគ្រប់គ្រាន់សម្រាប់ទ្រទ្រង់រយៈពេលប្តឹងដ៏វែងរបស់អ្នក
បានហើយរថយន្តសង្គ្រោះហើយឬនៅហើយគួរតែមកដល់ឆាប់នេះសុំទោសខ្ញុំមកយឺតហើយលឿនដាក់គាត់លើទេសង្គ្រោះអ្នកណាជាយ៉ាងចេញអ្នករាយការណ៍មុននេះបាននិយាយថានេះមានករណីវាយប្រហារដល់ចិត្តណាខ្ញុំបានបងលុយហើយខ្ញុំបានឲ្យលុយរួចហើយមុននេះមេធាវីឆេងពីយ៉ាងយីឡូវើបានតាក់ទងទៅកាន់អ្នកទទួលខុសត្រូវអ្នកដឹងទេបុរសដែលយកជនរងគ្រោះទៅមុននេះជានរណាអ្វីនោះគឺផ្អែកលើមេធាវីយ៉ាន់វ៉ងដែលមានអត្រាឈ្នះក្តី97នៅទីក្រុងហេតុមិនដែលទទួលសំណុំរឿងរដ្ឋប្រវេណីបែបនេះទេតែលើកនេះគាត់និយាយផ្ទាល់ថានឹងបញ្ជូនអ្នកចូលគុកដោយខ្លួនឯងរបួសនេះមិនតូចទេតើកើតឡើងយ៉ាងម៉េចរបួសដល់ថ្នាក់បុកនឹងទ្រង់ផ្កាត្រូវដេកប្រហែល3ទៅ4ថ្ងៃទោះបីរបួសមិនជ្រៅខ្លាំងក៏ដោយប៉ុន្តែកន្លែងរបួសតូចពេកបើខុសតែពីម្រាមដៃទៀតនឹងដល់សៀបផ្កាដឹងទេថាវាគ្រោះថ្នាក់ប៉ុណ្ណាត្រូវដេកមែនទេមើលអ្នកមុននេះនៅមាត់ទ្វារមិនខ្លាចអ្វីទេឥឡូវភ័យហើយមែនមិនអីទេយើងដេកដោយមិនចាក់ថ្នាំស្ពឹកមជុលតូចណាស់មិនឈឺទេគ្រួសាររបស់អ្នកនៅខាងក្រៅអ្នកដែលទើបតែអបអ្នកចូលមកគឺប្តីអ្នកមែនទេអែមគាត់ជាប្តីខ្ញុំឃើញមុខគាត់ស្លេកណាស់មើលទៅភ័យជាងអ្នកដែលរងរបួសទៀតតើឲ្យឲ្យគាត់ចូលមកនៅជាមួយអ្នកទេកុំឲ្យអ្នកនៅខាងក្នុងចាប់ក្រែរហូតចិត្តបាក់មិនបាច់ទេឲ្យគាត់រងចាំនៅខាងក្រៅបានហើយនេះជាសាច់ញាតិរបស់អ្នកណាមុខមាត់ដូចតារាល្បីណាស់បរិយាកាសនិងអំណាចរបស់គាត់គួរឲ្យខ្លាចខ្លាំងណាស់ហើយមិនមែនជាមេធាវីទេគាត់ជាប្តីរបស់លោកសូមចូលមកទេរួចហើយអ្នកជំងឺវិលមុខបន្តិចពីថ្នាំស្ពឹកគួរតែជួយត្រគាត់ដែរទេ3ថ្ងៃលោកគ្រូពេទ្យថាការដេករបួសធ្វើបានល្អណាស់ពេលក្រោយនឹងមិនសល់ស្នាមទេល្អទេមានបន្តិចសុំទោសមិនបន្ទោសអ្នកទេគឺខ្ញុំខ្លួនឯងមិនបានកិច្ចតាមពិតមុនពេលអ្នកមកខ្ញុំមានអារម្មណ៍ថាអយុត្តិធម៌ខ្លាំងណាស់សូម្បីតែចង់យំប៉ុន្តែបន្ទាប់ពីអ្នកមកខ្ញុំលែងមានអារម្មណ៍អយុត្តិធម៌ទៀតហើយលេបថ្នាំម្ដងក្នុងមួយថ្ងៃមុនចូលគេងហើយជៀសវាងភ្នាសរំអិលលោកគ្រូពេទ្យបានបញ្ជាក់ថាគ្រាន់តែលាបស្រទាប់ស្ដើងមួយប៉ុណ្ណោះមេធាវីធំ7ក្នុងសៀវភៅណែនាំមានសរសេរអំពីការទទួលខុសត្រូវផ្លូវច្បាប់ទេប៉ុន្តែបរិមាណថ្នាំប្រាមិនច្រើននិងមិនប៉ះពាល់ដល់ល្បឿនជាសះស្បើយទេគ្រាន់តែមានអារម្មណ៍ថាអ្នកពេលខ្លះគួរឲ្យស្រឡាញ់ណាស់គួរឲ្យស្រឡាញ់អ្នកជំងឺគេងឲ្យស្ងៀមកុំនិយាយផ្ដេសផ្ដាសឈឺមែនទេមិនមែនឈឺទេគឺដៃអ្នកត្រជាក់ពេកវិធីធ្វើល្អណាស់ថេជាងបងស្រីគីលានុបដ្ឋាយិកាទៀតធ្វើច្រើននឹងស្ទាត់ពីមុនអ្នកតែងតែលាបថ្នាំឲ្យមនុស្សមែនទេពីមុននៅក្រៅប្រទេសលេងបាល់បោះញឹកញាប់របួសពេលនោះមិត្តរួមក្រុមតែងមករកខ្ញុំព្រោះដៃខ្ញុំថេមិនធ្វើឲ្យគេឈឺទេពេលនោះគាត់ថែមទាំងបោកខោអាវផងលៃវ៉ៃអ្នកដឹងទេថាមនុស្សខាងក្រៅនិយាយពីអ្នកយ៉ាងម៉េចពួកគេថាអ្នកជាស្ដេចនរកថាអ្នកគ្មានបេះដូងគ្មានអារម្មណ៍ហើយជាមនុស្សត្រជាក់ខ្លាំងចុះអ្នកវិញអ្នកក៏គិតបែបនេះដែរខ្ញុំមិនខ្លាចអ្នកទេព្រោះខ្ញុំធ្លាប់ឃើញអ្នកនៅពេលមិនត្រជាក់ខ្ញុំចង់សួរអ្នកមួយសំណួរថ្ងៃនេះនៅក្នុងស្ទូឌីយោអ្នកខ្លាចមែនទេកុំកុហកបើអ្នកមិនខ្លាចទេពេលនោះដៃអ្នកហេតុអ្វីញ័រខ្លាំងបែបនោះសូម្បីតែការដកដង្ហើមក៏ច្របូកច្របល់ប្រហែលជាមានបន្តិចមែន
គ្រាន់តែខ្ញុំចាំមិនបានមេធាវីយាយតានេះរាប់ថាជាការផ្ដល់ព័ត៌មានមិនពិតទេមិនស្មោះត្រង់ទេដឹងហើយនៅតែហ៊ានទទួលស្គាល់ព្រោះខ្ញុំពិតជាភ័យខ្លាចណាស់តាមហេតុផលគុំយំគ្រូពេទ្យប្រាប់ថារបួសមិនអាចប៉ះទឹកបានទឹកភ្នែកមិនមែនទឹកទេទឹកភ្នែកមានអំបិលនិងរំខានដល់របួសប៉ះពាល់យ៉ាងខ្លាំងដល់ល្បឿនជាសះស្បើយអ្នកយករឿងនេះទៀតផងមុននេះនៅបន្ទប់សង្គ្រោះបន្ទាន់ខ្ញុំបានសួរគ្រូពេទ្យផងដែរអរគុណមិនអាចបំបត្តិអំពើអាក្រក់ទេប្រពន្ធពេលក្រោយបើមានរឿងអ្វីត្រូវហៅខ្ញុំភ្លាមមិនថាអ្នកនៅទីណាឬកំពុងធ្វើអ្វីទេត្រូវទូរស័ព្ទមកខ្ញុំភ្លាមកុំមិនពឹងលើខ្ញុំយ៉ាន់ឡើយខ្ញុំនឹងមានអារម្មណ៍ថាអ្នកមិនត្រូវការខ្ញុំនៅក្នុងការចងចាំរបស់ខ្ញុំតែងតែត្រូវការអ្នកខ្លាំងណាស់ការបង្ខូចកេរ្តិ៍ឈ្មោះការធ្វើបាបដោយចេតនារាល់ពាក្យមួយខ្ញុំនឹងឲ្យអ្នកសង្វិញ100 ដងយប់ជ្រៅហើយនៅមិនទាន់ដេកទេស៊ឺជួនខោហ្គេបានតែនិយាយនៅក្នុងស្ទូឌីយោបញ្ចូលទាំងអស់ទៅក្នុងខ្សែសម្បត្តិមិនមែនត្រឹមតែបំពេញសិទ្ធទេខ្ញុំនឹងប្តឹងគាត់ពីបទបរិហាកេរ្តិ៍និងប្រមាថជាសាធារណៈកំណត់ថាជាបទធ្ងន់ដល់ថ្នាក់គ្មាននរណាអាចជួយគាត់បានយល់ទេខ្ញុំនឹងទៅរៀបចំបន្ថែមទៀតថាសំណុំរឿងនេះក្លាយជាសំណុំរឿងរឹងមាំបើអ្នកត្រូវការខ្ញុំនោះកុំចាក់ចេញពីខ្ញុំអស់មួយជីវិតភ្ញាក់ហើយមែនទេអ្នកគេងបែបនេះពេញមួយយប់ឲ្យគ្រូពេទ្យពិនិត្យរបួសសិនការជាសះស្បើយល្អអាចចេញពីមន្ទីរពេទ្យបានហើយចាំថា3ថ្ងៃបដូរថ្នាំ7ថ្ងៃដកដេកុំឲ្យប៉ះទឹកតើមានអ្វីត្រូវហាមក្នុងការហាមអាហារនិងរំខានទាំងអស់មិនអាចញ៉ាំបានក៏ត្រូវហាមដាច់ខាតអាចកក់សក់បានទេលោកជេមុនដកដេកមិនអាចបានជាដាច់ខាតនិយាយតាមត្រង់អ្នកជាសាច់ញាតិដែលមានសំណួរច្រើនបំផុតដែលខ្ញុំធ្លាប់បារម្ភទេរបួសតូចមិនមានបញ្ហាទេមេធាវីធំយាយកម្រិតសេវាកម្មរបស់អ្នកស្មើនឹងសន្តាគារ5ផ្កាយហើយកូនក្តីរបស់ខ្ញុំសុំនឹងទទួលបានសេវាកម្មកម្រិតខ្ពស់បំផុតខ្ញុំកាន់ឲ្យក្រោយមកមានស្ថានភាពយ៉ាងណាហើយការឃុំខ្លួននេះគឺជាការឃុំខ្លួនព្រមទណ្ឌចាប់ប្រកាន់ពីបទបង្កការបរិហាកេរ្តិ៍និងបង្កភាពរំខានសាធារណៈមាន3បានឲ្យមេធាវីឆេងដាក់សំណុំឯកសារទាំងអស់រួចហើយអញ្ចឹងគេនឹងជាប់គុកទេនឹងជាប់គេបានប៉ះពាល់ដល់ជីវិតខ្ញុំតើខ្ញុំអាចលើកលែងឲ្យគេបានយ៉ាងម៉េចជីវិតរបស់ខ្ញុំគេនិយាយថាខ្ញុំជាជីវិតរបស់គេប្រយ័ត្នជំហានក្រោមជើងរបស់ទាំងនេះរៀបចំតាំងពីពេលណាយប់មិញពេលអ្នកដេកលក់ខ្ញុំបានហៅអ្នកសម្អាតមករៀបចំអ្នកសម្អាតផ្ទះអ្នកក៏មានសេវាដិបផ្កាផងដែរឬផ្កានេះឲ្យជំនួយការទិញនៅព្រឹកនេះនេះជាសំណុំរឿងថ្មីអ្នកជឿទេថាអ្នកត្រជាក់មុខនោះមិនដេកនៅម៉ោង3ព្រឹកគ្រាន់តែដើម្បីឲ្យខ្ញុំយកការទៅបញ្ចុះចិត្តប្រពន្ធមុនម៉ោង7ខ្ញុំស្ទើរតែគិតថាកនីគេត្រូវគេលួចញ៉ាំថ្នាំសិនបន្ទាប់មកខ្ញុំទៅធ្វើម្ហូបមេធាវីយាយអ្នកមិនទាន់ផុតថ្ងៃឈប់សម្រាកទេយប់មិញខ្ញុំបានសន្យាជាមួយអ្នកភ្លេចហើយឬអ្នកប្រកាសថាគ្រាន់តែរៀនធ្វើម្ហូបពេលទៅសិក្សានៅបរទេសកំឡុងបារាំងបំពង់នេះដូចជាភូមិយាវិញជាមូលដ្ឋានត្រូវការសមាមាត្រគ្រឿងផ្សំត្រឹមត្រូវស្មើនឹងទម្ងន់ភស្តុតាងការបន្ថែមរសជាតិត្រូវការម្សៅខ្ញុំបានរៀនហើយដូច្នេះស៊ុបចៀនប៉េងប៉ោះគឺជាមុខម្ហូបដំបូងសាច់ជ្រូកអាំងទឹកជ្រលក់ក្រហមគឺជាមុខម្ហូបលំដាប់ខ្ពស់ប្រហែលជាដូច្នោះគាត់បានធ្វើវាអ្នកល្អចំពោះខ្ញុំបែបនេះខ្ញុំនឹងសាំនឹងវាបើថ្ងៃណាមួយខ្ញុំមិនអាចសាំបានតើធ្វើម៉េចអញ្ចឹងត្រូវសាំនេះមិនមែនជារឿងបណ្ដោះអាសន្នទេនេះជាការពពេចរបស់ខ្ញុំគុំយំទៀតគ្រូពេទ្យប្រាប់ថារបួសមិនអាចប៉ះទឹកបានទេទឹកភ្នែកក៏រាប់ដែរតើអ្នកអាចឈប់បារម្ភពីរបួសខ្ញុំគ្រូពេទ្យបានទេខ្ញុំសាំហើយអរគុណអ្នក
អរគុណអ្វីអរគុណដែលអ្នកបើកភ្លើងក្រហមមកជួយខ្ញុំអរគុណដែលអ្នកធ្វើម្ហូបអរគុណដែលអ្នកពិតជាចងចាំគ្រប់យ៉ាងមិនបាច់អរគុណទេការធ្វើល្អចំពោះអ្នកគឺជាការប្រកេតរបស់ខ្ញុំអ្នកល្ងងមែនទែនយល់លេខ្ញុំស្រឡាញ់អ្នកខ្ញុំដឹងហើយអ្នកមិនអាចឆ្លើយពាក្យផ្អែមល្ហែមមួយម៉ាត់បានទេយប់ជ្រៅពេកហើយថ្ងៃនេះទុកសិនទៅលាបំដងទៀតថ្ងៃស្អែកមិនបានទេមួយថ្ងៃពីរដងម្ដងណាក៏មិនអាចខ្វះបានលោកមេធាវីអ្នកធ្វើបែបនេះពិតជាធ្វើឲ្យខ្ញុំមើលទៅគ្មានសមត្ថភាពវាមិនអាចទៅរួចទេរូបថតជាងវ៉ាន់មានមុំថតដែលធ្វើឲ្យពេជ្រធ្លាក់បាត់វាច្បាស់ជាការយល់ច្រឡំពីវិជាជាមនុស្សរសាគាត់អាចធ្វើរឿងនេះបានយ៉ាងតែស្ត្រីនោះជានរណាអ្នកធ្លាប់ឃើញទេនេះជានិយាយក្នុងការចងចាំពេលមិនស្គាល់ទេលោកឧត្តមសេនីយ៍អ្នកមានអ្វីដោយនិយាយទៀតមែនទេតាមពិតលេយើងជាស្ត្រីអាក្រក់នោះក៏បានផ្ញើរឿងនេះមកខ្ញុំដែរខ្ញុំមកអ្នកធ្វើអ្វីគេហៅថា Shen Mantian កាលពីមុនធ្លាប់ត្រូវគេទទួលស្គាល់ថាអ្នកទាំងពីរកាលពីមុនស្ទើរតែថតរូបអាពាហ៍ពិពាហ៍រួចហើយពួកគេជាទំនាក់ទំនងដែលស្ទើរតែរៀបការខ្ញុំនៅទីនេះនឹងខ្ញុំមិនអីទេខ្ញុំជឿគាត់រៀននិយាយឲ្យច្បាស់អ្នកមិនចាំបាច់ត្រូវពឹងលើមនុស្សក្រៅទេអញ្ចឹងតាមអ្នកចោះជួបគ្នានៅទីវាលស្មៅបៃតងអ្នកជំនួសកុំភ្លេចស្នាមដូចសេះបង្កង់លើថ្ងាសរបស់គេខ្ញុំគិតថាអ្នកចាំតែរឿងល្អតែមិនចាំរឿងអាក្រក់ទេនាងពិតជាគិតថាខ្ញុំជាមនុស្សងាយស្រួលមែនឬគាត់មានបញ្ហាមែនទេអ្នកដែលមេធាវីជេមើវ៉ាន់ស្ទើរតែចង់ប្រកូលជីវិតនាងអ្នកជំនួសគ្រាន់តែជារឿងមិនសមហេតុផលចាំមើលមេធាវីជេបញ្ជូនយ៉ាងយើងចូលទៅបន្ទាប់គឺដល់វេនលេងយើងឯងថ្ងៃនេះហេតុអ្វីបានជាមកលឿនម្លេះលឿនជាងធម្មតា3ម៉ោងធម្មតាគេផ្លាស់ស្បែកជើងលឿនណាស់ជើងឆ្វេងទាត់ជើងស្ដាំតែ2វិនាទីក៏រួចតែថ្ងៃនេះខ្ញុំមកកម្ដៅអាហារអ្នកទៅអង្គុយសម្រាកលើសាឡុងទៅ Really រសៀលថ្ងៃនេះអ្នកណែណា Green Lock ហើយបន្ទាប់មកត្រឡប់មកផ្ទះរសៀលថ្ងៃនេះអ្នកពិតជានៅតែ Green Lock មែនទេអ្នកដឹងហើយមែនទេមានអ្នកថតរូបហើយបង្ហោះលើបណ្ដាញសង្គមចំណងជើងថាមេធាវីល្បីនៅទីក្រុងហេឈិងលួចក្បត់នោះជាអតីតសង្សាររបស់អ្នកមែនទេមិនមែនទេអញ្ចឹងនាងជានរណាហើយអ្វីអ្នកទាំងពីរជួបគ្នានៅសន្តាគារជាមិត្តរួមថ្នាក់នៅសាកលវិទ្យាល័យរបស់ខ្ញុំនាងកំពុងដោះស្រាយបណ្ដឹងសិទ្ធិថៃកំពូលអតីតប្តីប្រាអំពើហិង្សាត្រូវបានលាក់បាត់នាងអស់ផ្លូវទៅមករកខ្ញុំមានតែប៉ុណ្ណឹងប៉ុណ្ណោះគ្រាន់តែប៉ុណ្ណោះបើអញ្ចឹងហេតុអ្វីគាត់ហៅអ្នកថា51រសៀលនេះខោនាងបានផ្ញើរូប screenshot មកខ្ញុំក្នុងផ្នែក comment មានអ្នកដឹងរឿងអ្នកតែងហៅគាត់ថា Layu វាជាឈ្មោះហៅពិសេសរវាងពួកគេខ្ញុំជាភរិយារបស់ជេសូម្បីតែអ្នកមានឈ្មោះអង់គ្លេសក៏ខ្ញុំមិនដឹងមើលដោយខ្លួនឯងគ្មានការសួរសុខទុក្ខគ្មាន sticker សូម្បីតែសញ្ញាឧទានបន្ថែមក៏គ្មាននេះជារបៀបរបស់អ្នកជំនាញច្បាប់ធ្វើការតាមកាតព្វកិច្ចរហូតដល់គួរឲ្យខឹងសុំទោសខ្ញុំមិនបានចង់សង្ស័យអ្នកទេការនៅសាកលវិទ្យាល័យអ្នកធ្លាប់ត្រូវហៅថាលីវមែនពេលនោះសិស្សគ្នានិយមហៅឈ្មោះអង់គ្លេសវាមិនមែនជាឈ្មោះពិសេសរបស់អ្នកណាម្នាក់ទេប៉ុន្តែបើអ្នកយកចិត្តទុកដាក់ខ្លាំងបែបនេះអ្នកក៏អាចហៅខ្ញុំថាប្អូនប្រុសប្តីបានដែរប្អូនប្រុសកែសម្រួលសារណានំសាច់អ្នកគឺជាសិស្សច្បងដែលសាស្ត្រាចារ្យឆែនផ្ញើមកខ្ញុំរៀបចំសារណាអ្នកចាំបានសិក្សាមើលទៅការដេបេនជូននេះមិនបានធ្វើឲ្យខួរក្បាលអ្នកខូចទេសិស្សច្បងមនុស្សជាច្រើនតែងនិយាយថាអត្ថបទរបស់ខ្ញុំសរសេរដូចសម្រាមអ្នកគឺជាសិស្សដែល Professor ពេញចិត្តបំផុតគុំស្ដាប់ការវិតម្លៃអាក្រក់ទាំងនោះអ្នកសមនឹងទទួលបានអ្វីដែលល្អជាងនេះក្រដាស់ជូតមាត់នោះនឹងពាក្យនោះតើអ្នកធ្វើដោយចិត្តណាមែនទេអ្នកដឹងតាំងពីយូរហើយថាខ្ញុំជានរណាតែធ្វើជាមិនធ្លាប់ជួបខ្ញុំបើខ្ញុំមិនធ្វើជាដូចជាលើកដំបូងជួបអ្នកដូច្នេះ Professor មិនមែនជាមនុស្សដែលជ្រើសរើសដោយចៃដន្យទេអ្នកដែលអ្នករៀបចំមែនទេពេលអ្នកកែសម្រួលសារណារបស់ខ្ញុំនៅការិយាល័យចាប់អារម្មណ៍លើខ្ញុំហើយនិយាយឲ្យត្រឹមត្រូវគឺមុនពេលនោះឆ្នាំទី3ឬឆ្នាំទី2គាត់ចូលរួមប្រកួតប្រជែងជាមួយមហាវិទ្យាល័យសាលាហេតុអ្វីមិនប្រាប់ខ្ញុំបានរងចាំគាត់មានសង្សារអញ្ចឹងគាត់អាចរងចាំរហូតដល់ពេលមិនមែនមានន័យថារៀបការហើយទេអ្នកគិតថាហេតុអ្វីបានជាវាចៃដន្យគ្នានៅហាងកាហ្វេនោះអ្នកជាមនុស្សងងធំម្នាក់អ្នកឆ្លាតបែបនេះហេតុអ្វីមិនប្រាប់ខ្ញុំតាំងពីមុនព្រោះអ្វីដែលខ្ញុំចង់បានមិនមែនត្រឹមតែបច្ចុប្បន្នរបស់អ្នកទេប៉ុន្តែជាអនាគតរបស់អ្នកបន្ទាប់ពីលុបអ្វីចោលទាំងស្រុងហេតុអ្វីមិនប្រាប់ខ្ញុំតាំងពីមុនព្រោះពេលនោះអ្នកមិនទាន់ត្រៀមខ្លួនរួចទេតើអ្នកដឹងបានយ៉ាងម៉េចថាពេលណាខ្ញុំត្រៀមខ្លួនតើអ្នកតែងតែលួចសង្កេតខ្ញុំពីក្រោយមែនទេហឹមមិនមែនត្រឹមតែសង្កេតទេគ្រាន់តែចងចាំរាល់ការផ្លាស់ប្ដូររបស់អ្នកល្ងងណាស់គាត់កាលនៅសាកលវិទ្យាល័យ
ពិតជាមិនមានអ្វីកើតឡើងមែនទេអត់ទេពិតជាមិនមានទេប្រហែលគាត់ធ្លាប់មានគំនិតចំពោះខ្ញុំប៉ុន្តែខ្ញុំមិនដែលឆ្លើយតបឡើយហេតុអ្វីព្រោះនៅពេលនោះខ្ញុំបានរងចាំឲ្យគាត់ចេញពីអតីតកាលរួចគាត់តែងតែបែបនេះត្រជាក់ខាងក្នុងកក់ក្ដៅខាងក្រៅទោះបីជាច្រើនឆ្នាំក៏ដោយគាត់នៅតែរងចាំគាត់ពីនេះទៅមុខបើមានអ្វីត្រូវប្រាប់គាត់ភ្លាមខ្ញុំដឹងថាអ្នកគឺជាមនុស្សតែម្នាក់គត់ក្នុងជីវិតខ្ញុំជាវ៉ាន់ខ្ញុំបានរងចាំអ្នក4ឆ្នាំមិនមែនដើម្បីឲ្យអតីតសង្សារម្នាក់ឬការយល់ច្រឡំមួយបំផ្លាញអ្វីទេលើកក្រោយបើមានរឿងបែបនេះសួរខ្ញុំតទៅកុំជឿសារឯកជនដែលអ្នកអតីតផ្ញើមកខ្ញុំដឹងហើយក្រោយនេះពេលខ្ញុំសួរខ្ញុំនឹងសួរតែអ្នកប៉ុណ្ណោះរងចាំមើលទៅការរៀបចំសាច់រឿងលើកនេះរបស់អ្នកល្អជាងរឿងភាគទៀតព្រោះនៅរលូនដល់ថ្នាក់នេះធ្វើឲ្យគេចំណេញណាស់ទោះស្គ្រីបល្អប៉ុណ្ណាក៏មិនស្មើជីវិតពិតរបស់គេទេនេះជារបៀបរបស់គេតាំងពីមុនមកស្រឡាញ់អ្នកដទៃក៏ការពារខ្លួនដោយច្បាប់ដែរទោះខាងក្រៅច្របូកច្របល់ប៉ុណ្ណាខ្ញុំក៏មិនបោះដៃអ្នកចោលទេខ្ញុំជឿអ្នកហើយខ្ញុំក៏ចង់ដើរទៅមុខជាមួយអ្នកដែរបន្តទៅខ្ញុំអាចដើរដោយខ្លួនឯងបានអាចដើរបានមិនមានន័យថាត្រូវដើរតែម្នាក់ឯងទេរៀបការមកយូរហើយគេទើបដឹងថាអ្វីដែលខ្លួនពូកែបំផុតមិនមែនប្តឹងតុលាការទេគឺមិនចេះហេតុផលខ្លួនឯងចិត្តត្រូវគេធ្វើឲ្យខូចដោយភាពមិនចេះហេតុផលរបស់គេហើយអ្នកមើលទៅភាពមិនចេះហេតុផលទាំងនោះចុងក្រោយខ្លាចជាសិទ្ធិពិសេសរបស់អ្នកទាំងអស់កុំបារម្ភអំពីខ្ញុំដឹងខ្លាចថាខ្ញុំនឹងធ្វើល្អចំពោះអ្នកប៉ុន្តែខ្លាចថាខ្ញុំមិនល្អគ្រប់គ្រាន់មានអ្នកនៅក្បែរខ្ញុំគ្មានអ្វីត្រូវខ្លាចទេពិធីមង្គលការមិនមែនជារឿងលេងសើចទេវាស្មើមានសេរីភាពជាងអ្នកអាចរត់លើវាបានខ្ញុំមិនមែនជាក្មេងទេហេតុអ្វីត្រូវរត់លើស្មើទៀតលើកមុនអ្នករត់លេងលើស្មើក្នុងបូរីមិនមែនទេនោះគឺខ្ញុំដេញឆ្មាក៏ចាត់ទុកថារត់ដែរអ្នកគ្មានអ្វីត្រូវមានន័យថាអ្វីដែលបានកំណត់រួចអញ្ចឹងខ្ញុំនឹងធ្វើតាមអ្នកជួបនៅលើវាលស្មៅយប់មុនថ្ងៃរៀបការកូនកំលោះនិងកូនក្រមុំមិនអាចជួបគ្នាបានទេយើងបានចុះបញ្ជីរៀបការហើយរស់នៅជាមួយគ្នាច្រើនខែហើយច្បាប់នោះត្រូវបានបំបីការចុះបញ្ជីរៀបការមិនសំខាន់ទេពិធីមង្គលការតែខ្ញុំទទួលខុសត្រូវរៀបចំអ្នកពីក្បាលដល់ជើងឲ្យសមរម្យមើលទៅល្អណាស់តើអ្នកកំពុងសរសើរខ្ញុំឬកំពុងប្រកាសណាគឺសរសើរអ្នកដែលត្រូវបានមេធាវីមានរសជាតិល្អបំផុតហើយថាអ្នកក៏មានតម្លៃដែរអ្នកក្រុងធ្វើឲ្យខ្ញុំខ្លាចជានារីដែលសមនឹងរោគអាពាហ៍ពិពាហ៍យ៉ាងដូចម្ដេចថ្ងៃស្អែកម៉ោង 8 កន្លះអ្នកផាត់មុខមកធ្វើសក់និងសាក់រោគអាពាហ៍ពិពាហ៍អ្នកគ្រាន់តែបិទភ្នែកទុកចាំអ្វីដែលនៅសល់ឲ្យខ្ញុំស្ដាប់ទៅដូចជាថ្ងៃស្អែកខ្ញុំសំបីតែសឹកបើភ្នែកក៏គ្មានដែរហាសម្រាប់ចិត្តបន្តិចថ្ងៃស្អែកខ្ញុំធានាថានឹងធ្វើឲ្យអ្នកចាប់អារម្មណ៍ក្នុងភ្នែកមនុស្សគ្រប់គ្នាបានខ្ញុំជឿអ្នកចូលចិត្តរោគអាពាហ៍ពិពាហ៍បែបណាកុំឲ្យផុងពេកដូចរោគព្រះនាងខ្ញុំមិនសមទេកំពុងគិតអ្វីនៅដល់ពេលស្លៀកពាក់ហើយមកហើយហេឡូថ្ងៃនេះជាថ្ងៃសំខាន់របស់អ្នកកុំភ្លេចខ្ញុំឲ្យផ្អែមបន្តិចខ្ញុំមិនមែនជាព្រះនាងទេខ្ញុំខ្លាចតែចំពុកជើងនិងកន្ទុយរោគវែងនេះប៉ុណ្ណោះ3 ខែមុនខ្ញុំរងចាំអ្នក4ឆ្នាំខ្ញុំដូចជាកំពុងសុបិននៅឡើយដើម្បីឃើញអ្នកដែលស្រស់ស្អាតបំផុតបន្តិចទៀតពេលទ្វារបើកតើទៅម្នាក់ឯងតើមើលទៅដូចជាឯកោពេកទេនិយាយអ្វីបែបនោះមានខ្ញុំនៅទីនេះអ្នកណាហ៊ាននិយាយថាអ្នកឯកោចាំបន្តិចខ្ញុំនឹងកាន់ដៃជាទៅខ្ញុំជាមិត្តស្រីល្អបំផុតរបស់មនុស្សក្នុងជីវិតនេះគ្មាននរណាម្នាក់អាចឈរមកខ្ញុំបានទេប្រញាប់ជូតទឹកភ្នែកវិញកុំឲ្យវាធ្វើឲ្យគ្រឿងសម្អាងនឹងកាត់ពីថ្លៃមេធាវីរបស់លោកឡើយអ្នកប្រកាសថាមិនមកខុសកន្លែងទេមែនទេគាត់ពិតជានឹងរៀបការនៅទីនេះមែនអសមាសលើពិធីសរសេរច្បាស់ហើយប៉ុន្តែរហូតដល់ពេលនេះខ្លួនឯងក៏មានអារម្មណ៍ដូចកំពុងសុបិនឈុតឬខោអាកេងនៅឯណាតើលើមុខគាត់មានសរសេរថាបានចុះបញ្ជីអាពាហ៍ពិពាហ៍ខ្លួនឯងមកទីនេះដើម្បីឃើញបុរសដែលយកច្បាប់មកធ្វើជាសម្បត្តិស្នេហាបន្ទាប់ពីចុះបញ្ជីអាពាហ៍ពិពាហ៍មួយយប់ហើយរហូតដល់ពេលនេះនៅតែមិនទាន់សងវិញរចនាបែបនេះសាមញ្ញដល់កម្រិតខ្ពស់ប៉ុន្តែថ្លៃខ្លាំងពិតជាលោកនោះមែនសូម្បីតែការស្រឡាញ់មនុស្សម្នាក់ក៏រៀបចំដល់មានចោះជាបែបចន្លោះប្រហោងប្រញាប់រកកន្លែងអង្គុយខ្ញុំទន្ទឹងមិនបានរួចហើយចង់មើលភ្នែកគាត់ពេលមើលកូនក្រមុំមិនត្រឹមតែប៉ុណ្ណោះប្រធានក្រុមហ៊ុន Hyun Group ក៏ចុះមកដែរនោះគឺ Lion Bay ជាបុកបុរសក្នុងវិស័យអចលនទ្រព្យរបស់ Lion Group ដែលមិនដែលចូលរួមសង្គមក៏មកដែរលោកលេខ្ញុំដឹងថាលើ Jae មានឈ្មោះល្បីនៅតែមិនដឹងថាគាត់មានឥទ្ធិពលដល់នេះគ្រាន់តែម្នាក់ក៏អាចធ្វើឲ្យដេញនៅ Haechen តើគាត់ស្គាល់មនុស្សទាំងនេះតាំងពីពេលណាវាមិនសមហេតុផលទេមិនគួរអាចប្រមូលមនុស្សទាំងនេះបានរៀបការម្ដងនេះពួកគេមកចូលរួមគ្រប់គ្នារឿងរបាយការណ៍ឆ្លងវិស័យដែលធ្វើឲ្យ Hyun Group ចាក់ណាពី2ឆ្នាំមុនមេធំរបស់ North Line Group បានមករកប៉ុន្តែខ្លាចថា Jae នឹងឈរខាងគូប្រជែងរបស់អ្នកចង់ចាំអ្វីគួរតែផ្ដល់អំណោយឲ្យច្រើនជាងរង្វាន់ចុងឆ្នាំនៅក្នុងពិភពគឺកំពុងផ្លាស់ប្ដូរពាក់កណ្ដាលអំណាចរបស់ Haechenកុំអន់ក្បាលជាដាច់ខាតមកគាត់នឹងធ្លាក់ហើយភ្នែកប្តីអ្នកក៏នឹងធ្លាក់ដែរណៃជើងខ្ញុំទន់បន្តិចហើយតន្ត្រីនេះ
មេធាវីយាយមនុស្សនេះពិតជាលះអារម្មណ៍ណាស់សូម្បីតែជាងពងក៏ច្រៀងបទភ្លេងនឹកស្មានថាគាត់អញ្ជើញក្រុមតន្ត្រីអ្នកជំនាញមករៀបចំដោយផ្ទាល់មើលលឿនឡោយយិននោះជាក្រវ៉ាត់ពណ៌សាសំជាពណ៌ដែលមនុស្សត្រជាក់រឹងដូចគាត់នេះហៅថាបរិះរឹងមាំមានចិត្តទន់នេះប្រកាសជាកូនក្រមុំជ្រើសរើសអ្នកមើលមុខមាត់ឡោយយិនមនុស្សទាំងមូលទន់ភ្លន់ជាងមុនហើយតែងតែមានចរិតរឹងមាំថ្ងៃនេះបែរជាទន់ភ្លន់ច្រើននៅមុខនារីនេះគួរឲ្យចាប់អារម្មណ៍ក្រវ៉ាត់គនេះសំនឹងអ្នកណាអ្វីដែលអ្នកចូលចិត្តខ្ញុំនឹងពាក់វាទាំងអស់ជាវងមើលដៃឡោយយិនឆាប់តើខ្ញុំចាស់ដល់ថ្នាក់ភ្នែកមើលមិនច្បាស់កំពុងញ៉ាំមែនទេឆេងលូអ្នកមើលមិនខុសទេខ្ញុំថែមទាំងឃើញគាត់ញឹមនិយាយលេងអីមុខគាត់ធម្មតារឹងជាងទឹកកកពោខាងពេលនេះអាចញឹមបានគឺខាងស្ដាំជ្រុងមាត់មានតែខ្សែកង់តិចតួចប៉ុណ្ណោះឈួតហើយពិតជាឈួតហើយនេះមិនមែនជាការរៀបការទេនេះគឺដូចជាទាញស្ដេចយំរីចចុះមកលើលោកមនុស្សវាប្រហារមេធាវីនៅតុលាការអ្នកមិនដែលចាញ់ទេប៉ុន្តែនៅចំពោះមុខខ្ញុំបើជាងវ៉ាន់ស្រក់ទឹកភ្នែកដោយការឈឺចាប់សំបីតែអ្នកឈ្នះពិភពលោកទាំងមូលក៏គ្មានប្រយោជន៍ទេនឹងខ្ញុំប្រកល់គាត់ឲ្យអ្នកហើយបើអ្នកធ្វើមិនល្អដាក់គាត់ខ្ញុំនឹងទោះបីជាអ្នកជាមេធាវីលេខ1នៅទីក្រុងនេះក៏មានខ្ញុំនឹងជាមនុស្សទី1ដែលអ្នកនឹងមិនមានឱកាសបែបនេះទេបានគឺអ្នកឈ្នះហើយចង់ចាំពាក្យដែលអ្នកនិយាយថ្ងៃនេះសុំទោសផ្នែកនេះខ្ញុំនឹងធ្វើដោយខ្លួនឯងជាងវ៉ាន់មុនថ្ងៃនេះខ្ញុំបានត្រៀមខ្លួនអស់រយៈពេល31ឆ្នាំអ្នករៀបចំធ្វើបែបនេះទាំងអស់មិនមែនដើម្បីរឿងក្តីនឹងទ្រព្យសម្បត្តិទេគឺដើម្បីនៅពេលជួបគាត់ខ្ញុំអាចឈរនៅមុខគាត់ដោយមានទំនុកចិត្តហើយសមត្ថភាពដល់ឲ្យអ្នកនៅគ្រួសារមួយដូច្នេះជាវងប្រយ័ត្នតម្លៃនៃការបំពេញកិច្ចសន្យាដ៏គួរឲ្យស្អប់នេះព្រោះខ្ញុំមិនអាចទទួលខុសត្រូវបានទេឈុតនេះល្អណាស់នេះជាឈុតដែលខ្ញុំឈ្នះអ្នកទាំងអស់គ្នារៀនពីខ្ញុំគ្មានអ្វីនិយាយទេពួកយើងទាំងអស់គ្នាស្លាប់ហើយវ៉ិននៅមិនទាន់និយាយទេបន្តទៅអ្នកជាអ្នកបោកប្រាស់ធំអ្នកដូចគ្នាអ្នកនឹងនិយាយពាក្យនោះដែលតែងតែបិទមាត់បាំងខ្ញុំយកប្រអប់នោះទៅបន្តទៅខ្ញុំទទួលខុសត្រូវចុះហត្ថលេខាលក្ខខណ្ឌទាំងអស់ដែលអ្នកផ្ដល់ឲ្យខ្ញុំនឹងទទួលយកដោយគ្មានលក្ខខណ្ឌមេធាវីធំខ្ញុំសុខចិត្តប្រើជីវិតទាំងមូលដើម្បីបំពេញកិច្ចសន្យាថាប់មួយរយៈពេល4ឆ្នាំនេះរាល់ថ្ងៃខ្ញុំតែងតែស្រមៃឃើញពេលវេលានេះក្នុងខួរក្បាលខ្ញុំក៏ដូចគ្នាអស្ចារ្យណាស់ខ្ញុំគិតថាប្រាក់ពីនៃបំពេញកិច្ចសន្យានេះអ្នកត្រូវបង់ពេញមួយជីវិតហើយកុំប្រកួតយកជាមួយខ្ញុំទាំងអស់គ្នាមកប្រកួតខ្ញុំនឹងមិនព្រមទេមកខាងខ្ញុំអ្នកទាំងអស់គ្នាថាប់រួចហើយ1 2 3ទៅហើយអ្វីដែលខ្ញុំចាប់បានគឺឪពុកខ្ញុំបើកភ្នែកហើយហាហាអ្នកបន្ទាប់ដែលរៀបការគឺខ្ញុំចាំមើលអ្នកត្រូវតែធ្វើជាអ្នកកាន់ការរបស់ខ្ញុំសំណាងនេះមកខ្ញុំវិញខ្ញុំរងចាំអ្នកកាន់ការរបស់ខ្ញុំត្រូវតែរៀបការចេញមើលទៅអរិយាបអង្គុយរបស់ពិតជារួចរាល់ត្រង់ជាងពេលឡើងតុលាការធម្មតាទៀតអ្នកដែលមិនដឹងអាចគិតថាគាត់ត្រៀមឡើងឆាកធ្វើនិយាយជាផ្លូវការអ្នកនៅខាងឆ្វេងមានអ្នកជំនាញជើងចាស់ក្នុងវិស័យជាច្រើនព្រោះឥទ្ធិពលរបស់ពួកគេនៅហេចឹងពិតជាធំបណ្ដាញទំនាក់ទំនងរបស់មេធាវីគ្រួសារអ្នកក៏ខ្លាំងពេកហើយហាឈៀវជេរឿងរៀបការធំបែបនេះរបស់អ្នកបែរជាមិនបានអញ្ជើញគ្រូរបស់អ្នកចុះពីភ្នំគាត់ដឹងថាថ្លៃអំណោយក្រំភ្នំឡើងថ្លៃខ្លាំងប្រាក់តិចតួចរបស់គាត់មិនគ្រប់ទេនិយាយមិនសមហេតុផលបងស្រីចាស់នោះសំបីតែដំបងវិញ្ញាណកំភ្លើងក៏ធ្វើបានថ្ងៃក្រោយគាត់ហ៊ានបង្ហាញអរិយាប័ត្រមេធាវីធំខ្ញុំនឹងទូរស័ព្ទទៅខ្ញុំភ្លាមបន្តិចទៀតខ្ញុំនឹងឲ្យគ្រូគាត់ចុះពីភ្នំមកធានាថាគាត់មិនហ៊ានទៅទេដូច្នេះជាយេធំក៏មានមនុស្សដែលគាត់ខ្លាចដែរអត់ទេខ្ញុំគ្រាន់តែកំពុងគិតថាតើត្រូវសងប្រាក់ចំណាយឲ្យគ្រូយ៉ាងម៉េចមើលប្អូនស្រីជីដូនមួយរបស់អ្នកចាប់ពីពីមកសូម្បីតែទូរស័ព្ទម្ដងក៏មិនបានយកធម្មតាទេភ្លេចហើយមិនថាលើកមួយគាត់មកវះកាត់ឲ្យជាពីឆ្នាំសន្លប់ហើយនៅមិនទាន់ចុះពីត្រូវឲ្យខ្ញុំអានអ៊ីមែលករណីនៅអង់គ្លេសឲ្យគាត់ស្ដាប់មើលទៅរឿងនេះត្រូវបានច្បាប់អាល្លឺម៉ង់រំខានយូរហើយចុះទាំងអស់ជាច្រើនខែហើយល្បឿនប្រតិកម្មរបស់អ្នកមិនសមនឹងពេលវេលាទេទូរស័ព្ទអ្នកដូចជារត់ហើយប្រហែលជាការងារបន្ទាន់ពីក្រុមហ៊ុនច្បាប់ទាំងអស់នៅទីក្រុងហេជាងថ្ងៃនេះត្រូវតែបើកផ្លូវឲ្យលោកស្រីជេអនុប្រធានឡងនៅតែមើលពួកយើងទុកគាត់ទៅគាត់គ្រាន់តែច្រណែនប៉ុណ្ណោះអ្នកនៅមិនទាន់យល់ទៀតយប់នេះគាត់បានរកផ្លូវចាក់ចេញឲ្យខ្លួនឯងអ្វីដែលហៅថាសុភាពរៀបសារនិងទន់ភ្លន់គឺគ្រាន់តែសម្ដែងប៉ុណ្ណោះរៀបការហើយតើមានអ្វីទៀតគាត់ពិតជារៀបការជាមួយមនុស្សបែបរូប screenshot របស់ប៉ុន្តែការវិលត្រឡប់មកប្រទេសវិញគឺជាការខ្ញុំចង់យកឲ្យច្បាស់អ្នកទាំងពីរញ៉ាំតែយកមកសម្ដែងនៅទីនេះមើលសម្លៀកបំពាក់នេះរបស់ខ្ញុំតើយ៉ាងម៉េចពណ៌ក្រហមភ្លឺចែងចាំងប្រកាសជាអាចបំបាក់ស្បែកក្រមុំសាមញ្ញរបស់ចុចចុះទៅពួកយើងអង្គុយនៅទីនេះសំបីតែមុខគាត់ក៏មើលមិនបានពេញផងនេះហើយជាគោលបំណងដែលអ្នកត្រូវតែនាំចូលនៅជ្រុងមើលគេបង្ហាញភាពរុងរឿងអ្នកយល់អ្វីខ្លះផ្ញើលិខិតអញ្ជើញក្នុងក្រុមតែអ្វីខ្ញុំមិនហ៊ានមកខ្ញុំគ្រាន់តែចង់ឲ្យគេឃើញថាខ្ញុំរស់នៅល្អជាងគេក្នុងកម្មវិធីបែបនេះស្លៀកពាក់ចង់ប្រពន្ធជាមួយកូនក្រមុំមែនទេការអប់រំពេកហើយមុខមាត់មើលទៅដូចអ្នកស្រុកតូចស្លៀកបែបនេះដូចជាមនុស្សចូលខុសកម្មវិធីចាំបន្តិចពួកយើងទៅជូនស្រាលោកមេធាវីយ៉ាងណាក៏ជាមិត្តរួមថ្នាក់ចាស់ដែរល្អរៀបចំទៅរោគក្រហមរបស់អ្នកនៅទីនេះមើលទៅដូចព្រះរាជបុត្រាតូចម្នាក់
មានកិត្តិយសនៅទីនេះក្រៅពីតអ្នកមានអំណាចនោះតើនរណាមានកិត្តិយសបើកមួយដបទៀតឲ្យខ្ញុំពីមុនគេមិនដែលបែបនេះនៅមុខខ្ញុំទេខែនេះថ្លៃជួលផ្ទះខ្ញុំចេញអ្នកទុកលុយទិញសៀវភៅខូដនោះទៅកុំខឹងអីខ្ញុំមិនទិញរោគនោះទៀតទេលុយដែលសន្សំបានយកទៅបដូរថ្មីឲ្យបែបនោះគឺពោពេញដោយភាពជឿជាក់គឺជាស្នាមញញឹមប្រភេទនោះជាទូមេឃដួលរលំក៏មានអ្នកទុកទល់ឲ្យយូហងឆេកុំភ្លេចស្នាមដូចសេះបង្កងនៅលើថ្ងាសរបស់គាត់គឺថាស្ត្រីឈ្មោះយ៉ាងយ៉ាងនោះបានសំណងចំនួនធំខ្លាចហើយលឿនបែបនេះគឺជាអ្នកស្អប់ខ្ញុំបានចូលដោះស្រាយបណ្ដឹងដោយផ្ទាល់មិនត្រឹមតែធ្វើឲ្យអ្នកបំផ្លាញតែនេះជាលទ្ធផលរបស់គេកំពុងប្រើវិធីនេះប្រកាសពីទំនាក់ទំនងថានាងជារបស់គេតើដំបូងខ្ញុំបានបាត់បង់អ្វីដ៏មានតម្លៃទៅខ្ញុំតែងតែគិតថាគេបានស្អាតឡើងនិងល្អឡើងស្អាតអ្វីទៅមិនមែនដោយសារប្រាក់របស់គ្រួសារខៃទេបើខ្ញុំអង្គុយនៅទីតាំងនោះខ្ញុំនឹងឈួតជាងគេខុសហើយគេដំឡើយជាមនុស្សបែបនេះតែពេលនៅជាមួយខ្ញុំគេគ្រាន់តែលាក់សមត្ថភាពឲ្យសោកស្ដាយខ្ញុំគ្រាន់តែឈប់ពីក្រោយគេរឿងដែលគួរឲ្យខ្លាចបំផុតគឺអ្នកឈ្មោះអ្វីទៅមិនទាន់ផឹកគ្រប់ទេកុំផឹកទឹកផ្លែឈើច្រើនពេកក្រពះនឹងមិនស្រួលទេមេធាវីវិស័យវិន័យនៅក្នុងពិធីមង្គលការរបស់អ្នកនៅតែចង់គ្រប់គ្រងលើកូនក្តីរបស់អ្នកគាត់ផឹកទឹកផ្លែឈើប៉ុន្មានម្នាក់នេះខ្ញុំត្រូវទទួលខុសត្រូវពេញមួយជីវិតខ្ញុំទៅបន្ទប់ទឹកបន្តិចហើយនឹងត្រឡប់មកវិញឆាប់តិចទៀតនៅត្រូវទៅជូនស្រាទៀតបើជា3ឆ្នាំមុនបើខ្ញុំគ្មានមហិច្ឆតាទាំងនោះបើខ្ញុំអាចស្រឡាញ់ដូចត្រីគោរងតើវាអាចទៅរួចយ៉ាងម៉េចពន្លឺក្នុងរូបនេះច្របូកច្របល់ខ្លាំងណាស់ហេតុអ្វីបានជាថតចេញមកស្អាតបែបនេះនឹងបានសហការគ្នាជាច្រើនឆ្នាំនៅក្នុងចំនួនពួកយើងជាមិត្តចាស់ក្រៅការងារតែងតែចាត់ទុកជាគ្រួសារពាក់កណ្ដាលអ្នកក្មួយរៀបការខ្ញុំជាពូមិនផ្ដល់អ្វីសោះគ្រូរបស់អ្នកពេលក្រោយនឹងស្ដីខ្ញុំតាមទូរស័ព្ទទៀតថាខ្ញុំជាមននេះជាចិញ្ចៀនតូចមួយស្អីនឹងចាត់ទុកថាជាចិត្តបន្តិចបន្តួចពីពូសូមជូនពរឲ្យអ្នកទាំងពីរស្រឡាញ់គ្នាយូរអង្វែងអូនោះជាត្បូងប្រភេទកែវចាស់មែនទេពណ៌និងភាពថ្លារបស់វាមិននឹកស្មានថាមានរបស់ស្រដៀងគ្នាអនុប្រធានសមាគមមកសកម្មគ្រប់គ្រងការចំណាយរបស់អ្នកជាមិនទុកផ្លូវរស់សម្រាប់ពួកយើងទេមិនប្រញាប់អរគុណលោកពូឡងទេអរគុណលោកពូឡងអំណោយនេះស្អាតខ្លាំងណាស់ខ្ញុំនឹងរក្សាទុកវាឲ្យល្អធ្វើជាអីទៅក៏មិនបានបំបែកថ្មអ្វីផងគ្រាន់តែប៉ុណ្ណោះទស្សនៈរបស់មនុស្សខ្លះកំណត់ថាពួកគេអាចមើលឃើញតែភាពភ្លឺរលោងខាងក្រៅប៉ុណ្ណោះតែពួកគេមិនអាចយល់ពីអ្វីនៅក្នុងវងនេះបានឡើយជាវយ៉ាងទាំងនេះជារបស់ចាស់ដែលគ្រួសារហ៊្វេងភ្លឺទុកចោលពីមុនចាក់សោទុកក្នុងឃ្លាំងឲ្យធូលីគ្រប់គឺគួរឲ្យស្ដាយណាស់បើអ្នកមិនចូលចិត្តអាចទុកវានៅផ្ទះដាក់បាតប្រអប់បានលោកពូហ៊្វេងផេងសុភាពពេកហើយម៉ូតូដ៏មានតម្លៃបែបនេះខ្ញុំនឹងថែរក្សាវាឲ្យល្អគ្រឿងអលង្ការទាំងនេះប្រហែលលោកស្រីយេបានឃើញច្រើនហើយថ្ងៃនេះពួកយើងនៅបេឡែងមិនមានរបស់ល្អណាដែលអាចយកចេញមកបង្ហាញបានយកនាឡិកានេះជូនឆែវយ៉ាងសូមជូនពរឲ្យអ្នកទាំងពីរស្រឡាញ់គ្នារហូតដល់ចាស់មួយច្បាប់ពេលឡាញគ្រូបយករបស់នេះចេញមកតើអ្នកដឹងអ្វីខ្លះនោះគឺត្រារបស់ស្ដេចបេឡែងនេះគឺជាលិខិតអបអរសាទរដែលលោកឧត្តមសេនីយ៍អ៊ីឡាវសរសេរដោយដៃផ្ទាល់ខ្ញុំបានសិក្សាអំពី Master ខ្សែពណ៌មាសអស់រយៈពេល3ឆ្នាំបានមើលស្នាដៃចម្លងរាប់មិនអស់ប៉ុន្តែស្នាដៃដើមនេះអរគុណអំណោយនេះមានតម្លៃធ្ងន់ធ្ងរពេកហើយមើលបងប្អូនស្រីខាងម្ដាយចាប់ពីពិធីមង្គលការរបស់នាងមិនបានយកទូរស័ព្ទចេញសំបីតែម្ដាយពិតណាស់មិនធម្មតាទេលេខហើយឬកាលពីលើកមុននាងត្រូវវះកាត់ញាក់ពីឆ្នាំសន្លប់មិនទាន់ចុះពីដំបូងគឺឲ្យខ្ញុំអានអ៊ីមែលអំពីសំណុំរឿងនៅអង់គ្លេសឲ្យនាងស្ដាប់មើលទៅនាងជាប់រវល់ជាមួយច្បាប់នេះមែនអស់រយៈពេលជាច្រើនខែហើយប្រតិកម្មរបស់អ្នកយឺតមិនសមនឹងពេលវេលាទេយល់ហើយទូរស័ព្ទរបស់អ្នកដូចជាកំពុងរត់ប្រហែលជារឿងបន្ទាន់ពីការិយាល័យច្បាប់ថ្ងៃនេះច្បាប់ទាំងអស់នៅហេឆេងត្រូវតែគោរពលោកស្រីយាយឲ្យផ្លូវលោកអនុប្រធានឡងក៏កំពុងមើលពួកយើងដែរទុកឲ្យគាត់ទៅគាត់គ្រាន់តែច្រណែនប៉ុណ្ណោះស្នាដៃរបស់លើឆេងនេះប្រកែកគ្នាគាត់ទៅបង្ហាញសមត្ថភាពពិតរហូតដល់ឯកមិនអាចបកស្រាយច្បាស់អ្នកទាំងអស់គ្នាដែលនៅទីនេះជាមិត្តរួមការងាររបស់លើជាអ្នកក្រមបង្កប់របស់ដែលចង់ទទួលស្គាល់ឋានៈជាអ្នកក្រមបង្កប់នេះខ្ញុំលោកជីបានឆ្លងកាត់សំណុំរឿងជាច្រើនដែលមិនអាចខ្សែភឹកតាំងរបស់តារាសិល្បៈផ្សេងទៀតក្នុងវិស័យនេះឱកាសឈ្នះមិនដែលលើជាអ្នកគ្រប់គ្រងមិនត្រឹមតែស្ងប់ស្ងាត់និងមានហេតុផលបំផុតទេគាត់ក៏ជាមនុស្សដែលមិនដែលឲ្យអារម្មណ៍គ្រប់គ្រងដែរគាត់ដូចជាម៉ាស៊ីនច្បាប់ដ៏ច្បាស់លាស់មួយម៉ាស៊ីនច្បាប់ដែលមិនដែលខុសសំឡេងរបស់គាត់នៅលើទូរស័ព្ទកញ្ញគាត់បានបញ្ជាឲ្យខ្ញុំដោយល្បឿនលឿនបំផុតរៀបចំឯកសារបណ្ដឹងពីបទបង្កបួសដោយចិត្តនិយាយម្យ៉ាងទៀតតើមនុស្សនោះជាមនុស្សដែលខ្ញុំស្គាល់ឬក្នុងការចងចាំរយៈពេល10ឆ្នាំរបស់ខ្ញុំគិតថាគាត់បានប៉ះកញ្ចក់យ៉ាងជីវិតនេះរបស់គាត់បានបញ្ចប់ទាំងស្រុងហើយទី2វ៉ាវជេមនុស្សនេះជីវិតនេះគឺគ្មានផ្លូវសង្គ្រោះទៀតទេពីមុនគាត់ជាទាសកររបស់ច្បាប់ឥឡូវនេះគាត់គឺជាអ្នកទោសរបស់មេធាវីយ៉ាងចិត្តបង្ហាញអាចកំបាំងទាំងអស់របស់អ្នកហើយគាត់កំពុងបង្ហាញការពិតដែលមិនអាចប្រកែកបានមេធាវីនិយាយប្រសិនបើអ្នកធ្វើបែបនេះនឹងធ្វើឲ្យខ្ញុំពួកយើងកំពុងទៅតុលាការដើម្បីប្រកែកគ្នាពួកយើងកំពុងទៅស្ដាប់សាលក្រមថាពេលវេលាពេញមួយជីវិតរបស់អ្នកជាកម្មសិទ្ធិរបស់ខ្ញុំមេធាវីនិយាយខ្ញុំចាំថាពេលចូលកម្មវិធីរសៀលនេះក៏ជាបទចម្រៀងនេះដែរអ្នកមិនមែនថាក្រៅពីបទចម្រៀងនេះគ្មានរៀបចំបទផ្សេងទៀតទេមិនទេ15បទទៀតហេតុអ្វីអ្នកចូលចិត្តបទនេះនៅក្នុងពិភពរបស់អ្នកខ្ញុំមិនត្រូវការហេតុផលទេត្រូវការតែការគោរពតាមយ៉ាងវ៉ៃថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់យល់លេមើលគំនរត្បូងពណ៌បៃតងនេះមួយយកចេញទៅអាចទិញផ្ទះមួយនៅទីក្រុងហេឆេងបាននោះជាចិត្តរបស់ពួកគេអ្នកទទួលទុកទៅបើមិនចូលចិត្តដាក់ចូលក្នុងទូដៃសុវត្ថិភាពទៅកាលពីមុនខ្ញុំតែងតែគិតថាមេធាវីធំដែលមានហេតុផលតឹងរឹងដូចនេះចិត្តប្រកាសជាមិនមានខ្សែភាពរ៉ូមែនទិកទេថ្ងៃចុះបញ្ជីអាចគ្រាន់តែយកប្រអប់ចេញពីហោប៉ៅឲ្យខ្ញុំពាក់តែពេលនោះនៅមុខការិយាល័យរដ្ឋបាលអ្នកលើកជង្គង់សុំដំណើរការធម្មតាមិនត្រូវលើកជង្គង់ហើយសួរថាអ្នកព្រមទេ
ខ្ញុំបានវិតម្លៃបរិយាកាសអ្វីថ្ងៃនោះក្បឿងនៅមុខការិយាល័យរដ្ឋបាលស៊ីវិលហើយមានលំនាំការពាររដ្ឋនេះដោយសារតែក្បឿងនៅមុខការិយាល័យរដ្ឋបាលស៊ីវិលតាមវិស្វកម្មរាងកាយមេធាវីផ្សេងទៀតក៏មានតែអ្នកប៉ុណ្ណោះមែនទេមិនរ៉ូមែនទិកទេគ្រាន់តែសំហេតុផលពេកទោះបីក្បឿងរឹងក៏ដោយតែកិច្ចសន្យាពិតប្រាកដលោកស្រីយ៉េងអ្នកបានចុះហត្ថលេខានិងបោះត្រារួចហើយការបំពេញកិច្ចសន្យាមិនមានប្រសិទ្ធភាពទេនៅឈឺទេឈប់ឈឺយូរហើយមេធាវីធំអ្នកឲ្យថ្នាំខ្ញុំព្រឹកនិងល្ងាចរាល់ថ្ងៃទោះឈឺប៉ុណ្ណាក៏ត្រូវអ្នកព្យាបាលជាសះស្បើយដែរជាង 1M ពាក្យដែលខ្ញុំបាននិយាយពេលស្ពតថ្ងៃនេះអ្នកចងចាំទាំងប្រយោគណាទេគឺប្រយោគដែលអ្នកនិយាយថាកម្រាលអត់នៅការិយាល័យគឺប្រយោគដែលថាវាមិនសំខាន់អ្នកដឹងថាខ្ញុំនិយាយប្រយោគណាខ្ញុំដឹងអ្នកនិយាយថាវាជាកិច្ចសន្យាមួយតែគ្មានកំណត់ពេលនិងគ្មានលក្ខខណ្ឌបញ្ចប់ខ្ញុំនឹងប្រើពេញមួយជីវិតដើម្បីរក្សាពាក្យនេះចងចាំហើយអ្នកក៏មិនអាចភ្លេចដែរស្គ្រីបផ្ទាល់ខ្លួនរបស់ជាវឆាវដែលជាអ្នកល្បីល្បាញមានការសម្ដែងរំខានពេកនិងកុំខំប្រឹងពេកពីថ្ងៃនេះអ្នករវល់ដល់ថ្នាក់ជើងមិនបានប៉ះពួកយើងមិនទាន់បានទៅវិស្វកម្មទេធ្វើឲ្យខ្លួនឯងស្គមមុនទៅហើយខ្ញុំគិតថាក្រេបទឹកក្នុងចាំពេលរបស់ខ្ញុំចង់ឲ្យមេធាវីយាយចំណាយធំដុំខ្ញុំញ៉ាំអាហារជាមួយប្រពន្ធរបស់គាត់មកធ្វើជាកម្លាំងពលកម្មគាត់ជាមួយរឿងការរួមបញ្ចូលនិងទិញយកឆ្លងប្រទេសកំពុងឈានដល់ដំណាក់កាលបញ្ចប់សូមសួរតើលោកស្រីនៅទីនេះទេខ្ញុំគឺសូមសួរតើអ្នកជានរណានេះជាលិខិតពីមេធាវីសូមអ្នកចុះហត្ថលេខាទទួលប្តឹងអំពីអ្វីហេតុអ្វីគាត់មានសិទ្ធិប្តឹងអ្នកលោកស្រីបន្ទាប់ពីទទួលឯកសារបណ្ដឹងសូមរៀបចំការឆ្លើយតបឲ្យបានឆាប់ខ្លឹមសារនៃបណ្ដឹងបញ្ជាក់ថាលោកស្រីបានធ្វើឲ្យខូចខាតនិងទាមទារសំណង5លានយ៉ូនពីការបង្ខូចកេរ្តិ៍ឈ្មោះដ៏ចិត្តណាគាត់ចង់បំផ្លាញគ្រួសារបងស្រីខ្ញុំ5លានគាត់ចង់បានលុយតែគាត់មិនដឹងថាខ្លួនចង់បានអ្វីទេយកអ្វីមកនិយាយថាយកឆ្លងមកបង្ខូចមែនទេអ្នកស្រីជាងសូមនៅសងដេរនិងសន្សំប្រាក់ឲ្យបានបង្ខូចកេរ្តិ៍ឈ្មោះគាត់ទេចាប់តាំងពីដើមរហូតដល់ចប់ខ្ញុំមិនដែលនៅកន្លែងសាធារណៈណាមួយឬកន្លែងឯកជននិយាយឈ្មោះរបស់គាត់ទេភាគីដើមបណ្ដឹងយោធាសម្ដីរបស់លោកស្រីគឺអ្នកជាមិត្តជិតស្និទ្ធប៉ុន្តែដោយសារលោកស្រីបានអនុវត្តក្នុងនាមជាអ្នកទទួលផលពិតប្រាកដនិងជាអ្នកត្រូវទទួលខុសត្រូវសងការខូចខាតរួមទាំងអស់ខ្ញុំបានធ្វើឲ្យវ៉ាន់រងគ្រោះពេលនោះខ្ញុំគ្រាន់តែចង់ជាមនុស្សស្រីក្បត់នោះឲ្យស្លាប់ចុះហត្ថលេខាទៅអ្នកស្រីជាងការកិច្ចវេសគ្មានប្រយោជន៍ទេនេះជាកំណត់ត្រាជ័យក្នុងក្រុមរបស់ពួកយើងក្រៅពីពួកយើងប៉ុន្មានមាននរណាអាចមើលឃើញទេតើអ្នកទទួលបានវាដោយរបៀបណានេះគឺជាការប្រមូលភស្តុតាងខុសច្បាប់ដំណើរការប្រមូលភស្តុតាងគឺស្របច្បាប់អ្នកស្រីខោចំពោះប្រភពនៃភស្តុតាងពេលផ្លាស់ប្ដូរភស្តុតាងជាមុនពួកយើងនឹងប្រកាសជាផ្លូវការឥឡូវនេះសូមអ្នកស្រីជាងទទួលស្គាល់ការទទួលឯកសារខ្ញុំបានទទួលហើយខ្ញុំនឹងរកមេធាវីជួបគ្នានៅតុលាការប៉ុន្តែប្រាក់5លាននោះនឹងមើលមកខ្ញុំអ្វីដែលអ្នកនិយាយទាំងនោះមិនមែនជាកំហុសរបស់អ្នកនៅតែមិនយល់ទេការសុំទោសដោយគ្មានហេតុផលនេះនិងលក្ខខណ្ឌនេះមិនមែនមានគោលដៅមកលើខ្ញុំទេប្រសិនបើខ្ញុំសុំទោសកិត្តិយសរបស់យល់ហើយនឹងត្រូវបំផ្លាញទាំងស្រុងអ្វីដែលគេចង់បានគឺធ្វើឲ្យយេឡេអាម៉ាស់គឺបង្ខំឲ្យយេឡេអន់ក្បាលចំពោះគេនោះគឺអ្នកស្រីយេតើហេតុអ្វីបានជាមកដល់ពេលនេះកំពុងដឹកនាំក្រុមទប់ទល់សំណុំរឿងទិញបញ្ចូលតម្លៃរកសគាត់មិនបានដេក3ថ្ងៃ3យប់ហើយអ្នកណាចូលទៅក៏ត្រូវបរាជ័យនេះគឺជាចម្លើយដែលពួកអ្នកផ្ដល់ឲ្យខ្ញុំមែនទេពោពេញដោយចន្លោះខ្វះខាតពិតប្រជុំអ្នកបានចុះហត្ថលេខាទទួលហើយចុះហត្ថលេខាហើយកិច្ចមិនរួចទេអ្នកកំពុងលេងសើចមែនទេនោះជាគម្រោងដែលពួកយើងរៀបចំកន្លះឆ្នាំពាក់ព័ន្ធរាប់ពាន់លានឥឡូវដល់ខ្លួនចេញមានបញ្ហាអ្វីកើតឡើងប្តឹងប្រពន្ធខ្ញុំពីបទបំពានកិត្តិយសបើខ្ញុំចាំមិនខុសនេះគឺលោកតែកាលពីមុនបាននាំពួកយើងចូលរួមជួយគាត់ដណ្ដើមសិទ្ធិថែទាំកូនមកវិញមែនទេគឺគាត់ហើយមិនមែនជាមិត្តរួមថ្នាក់ចាស់របស់អ្នកបានបោះបង់គម្រោងរាប់លានឥឡូវគាត់បែរមកចាប់ប្រកាន់ប្រពន្ធអ្នកវិញខាងក្រោយប្រកាសជាមានអ្នកជំនាញជួយគាត់ជាសិស្សច្បងរបស់លោកផងដែរនឹងរៀនក្រោមលោកគ្រូដូចគ្នាគាត់គឺជាអតីតអនុប្រធានតុលាការខ្ពស់ហើយចំនួនមួយចាប់ពីពេលនេះទៅភ្លេចរឿងឋានៈជាន់ថ្នាក់ដោយសារភាគីម្ខាងទៀតទទួលសំណុំរឿងនេះហើយគេមិនមានបំណងគោរពមិត្តភាពរួមសាលារបស់យើងទេដូច្នេះយើងប្រាប់គេទៅនៅទីក្រុងហេជិងគេមិនអាចកាត់ទោសមនុស្សរបស់ខ្ញុំបានទេមេធាវីវី2ឆ្នាំមកនេះក៏មកទទួលសំណុំរឿងផ្ទាល់ពីពិសេសសំណុំរឿងចំនួនសិទ្ធិកេរ្តិ៍ឈ្មោះបែបនេះទំហំសំណងមិនធំទេការចាប់អារម្មណ៍ពីសង្គមក៏មិនធំដែរអ្វីគាត់ទទួលព្រោះគូប្រជែងគឺខ្ញុំគ្រប់គ្រាន់ហើយគាត់បានចូលរួមសំណុំរឿងធ្ងន់មួយគាត់មិនបានគិតថាភ្នាក់ងាររបស់គាត់ស៊ើបអង្កេតអស់2ឆ្នាំមិនត្រឹមតែប៉ុណ្ណោះនៅមានបញ្ហាធំជាងនេះទៀតមើលបញ្ជីភស្តុតាងរបស់គាត់បានរក្សាទុករូបថតការវាតម្លៃអវិជ្ជមានរបស់អ្នកលេងអ៊ីនធឺណិតក្នុងក្រុមវេចាងថាត្រូវបានបង្កឡើងដោយចុងចោតណែនាំគាត់ថែមទាំងរក្សាទុករូបថតកាលពី3ខែមុនទៀតប៉ុន្តែអ្វីដែលគ្រោះថ្នាក់បំផុតមិនមែនជា3ចំណុចនេះទេអ្វីដែលគ្រោះថ្នាក់បំផុតគឺភស្តុតាងទី4ដែលជាឯកសារសម្លេងមួយបើគ្មានខ្ញុំមិនដឹងថាត្រូវធ្វើអ្វីទៀតទេប្រពន្ធអ្នកយល់ច្រឡំលើខ្ញុំខ្លាំងពេកពាក្យទាំងនោះដែលគាត់និយាយនៅខាងក្រៅឥឡូវនេះខ្ញុំសំបីតែមិននិយាយពីភាសាមិនស្ដាប់ទេខ្ញុំដឹងថានាងជាប្រពន្ធរបស់អ្នកខ្ញុំមិនគួរនិយាយអំពីវិន័យឲ្យច្បាស់ទេប៉ុន្តែពាក្យដែលគេនិយាយពិតជាធ្វើឲ្យឈឺចាប់ខ្លាំងបានចុចរួចចម្លើយពេញលេញរបស់ខ្ញុំពេលនោះគឺគេបានកាត់ចោលផ្នែកក្រោយខ្ញុំនឹងដោះស្រាយសំណុំរឿងដោយមិនឲ្យកត្តាខាងក្រៅណាមួយរំខានឡើយ
ប៉ុន្តែប្រពន្ធខ្ញុំមិនមែនជាមនុស្សដែលនិយាយពាក្យទាំងនោះមិនមែនជាមនុស្សបែបនោះទេតាមឡើយនៅថ្ងៃនោះនៅពេលនោះគេបានជឿទុកចិត្តលើខ្ញុំរួចហើយដោយគ្មានការកក់ទុកអូយវីមិញចេញកញ្ជ្រោងចាស់នេះឈួតហើយនេះជាការបំផ្លាញអាជីពខ្លួនឯងដោយចិត្តណាយើងអាចដាក់ពាក្យទៅតុលាការដើម្បីដកផុសតាងចេញអ្វីដែលវីមិញចេញចង់បានច្បាប់សម្រាប់សវនីការនោះទេគេចង់បានគឺមុនពេលសវនីការបំផ្លាញគេឈ្មោះជាងវ៉ាន់តាមនៃសង្គមជាមុនគ្រាន់តែឲ្យការថតសម្លេងត្រូវបានជននឹងឃើញតែភាពលំអៀងប៉ុណ្ណោះវិន័យមិនមែនជាមនុស្សទេនេះមិនមែនជាការជេរប្រមាថខ្ញុំទេនេះគឺជាការដាក់អន្ទាក់រាល់ពាក្យសម្ដីសុទ្ធតែកំពុងបង្ហាញថាឆោឡយសង្ស័យថាមានការក្លែងបន្លំថ្ងៃស្អែកបន្តទៀតអាសយាដ្ឋានអេបរបស់កន្នីទីផ្សារទាំងអស់ខូចទាំងស្រុងត្រូវបានបិទហើយអ្នកបានឃើញហើយមែនទេមិនចាំបាច់មើលទេរបស់កខ្វក់ទាំងនេះថ្ងៃស្អែកខ្ញុំនឹងឲ្យក្រុមប្រដោះស្រាយឲ្យស្អាតយល់លេនអីនោះហេតុអ្វីអ្នកត្រូវធ្វើបែបនេះអ្នកច្បាស់ជាកំពុងជួយគាត់ដោះស្រាយបណ្ដឹងហេតុអ្វីគាត់ត្រូវនៅពេលនេះប្រើវិធីបែបនេះទៅមកវាប្រហារអ្នកវិញព្រោះខ្ញុំបានបដិសេធគាត់នៅថ្ងៃជួបគ្នាថ្ងៃទី12ខែមីនាគាត់បានស្នើសុំរឿងមួយពីខ្ញុំសំណើអ្វីគាត់និយាយថាគាត់សោកស្ដាយដែលកាលពីមុនមិនបាននៅជាមួយខ្ញុំគាត់ថែមទាំងនិយាយដោយមិនខ្មាស់អៀនថាគាត់អាចរងចាំខ្ញុំរងចាំរហូតដល់ខ្ញុំបញ្ចប់អាពាហ៍ពិពាហ៍ដែលនៅសល់តែខ្ញុំបាននិយាយទៅកាន់គាត់ថាខ្ញុំបានរងចាំអ្នកអស់រយៈពេលលើនេះដល់ពេលអ្នកផ្សេងរងចាំខ្ញុំវិញហើយមនុស្សដូចជាគាត់ប្រហែលមិនដែលត្រូវគេបដិសេធបែបនេះទេគាត់ជាផ្កាយនៃផ្នែកច្បាប់ធ្លាប់តែមានមនុស្សគ្រប់គ្នាវិលជុំវិញគាត់គិតថាបើគាត់ព្រមត្រឡប់ទៅធ្វើឲ្យអ្នកបំភ្លេចអតីតកាលតែគាត់គិតខុសហើយមេធាវីមិនដែលដើរត្រឡប់ក្រោយទេពួកគេទាំងពីរយល់ព្រមភ្លាមចង់រួមដៃគ្នាទាញចូលក្នុងភពហើយឆ្លៀតជាន់មុខមាត់ម្ដងទៀតអ្នកមេធាវីវានេះជាការឃុំខ្លួនខុសច្បាប់ថ្ងៃនេះនៅផ្ទះមិនអនុញ្ញាតមើលទូរស័ព្ទមិនអនុញ្ញាតមើលកុំព្យូទ័រប្រមូលលើថ្ងាសអ្នកទូបីដោះខ្សែរួចហើយប៉ុន្តែការស្រាវជ្រាវវិទ្យាសាស្ត្របង្ហាញថាអារម្មណ៍ប្រែប្រួលខ្លាំងពេកអាចបង្កឲ្យមានស្ថានភាពនេះខ្ញុំជាមេធាវីអ្នកគួរតែផ្លាស់ប្ដូរមុនក្រុមសិលធម៌វិជ្ជាជីវៈមេធាវីគឺមិនអនុញ្ញាតឲ្យនិយាយទេអ្នកកំពុងឃុំខ្ញុំមែនទេថ្ងៃនេះនៅផ្ទះមិនអនុញ្ញាតមើលទូរស័ព្ទមិនអនុញ្ញាតមើលកុំព្យូទ័រទូរទស្សន៍អាចមើលបានប៉ុន្តែមើលបានតែប៉ុស្តិ៍កុមារប៉ុន្តែការស្រាវជ្រាវវិទ្យាសាស្ត្រពិសេសអំពើអាក្រក់នៃការហូរទឹកច្រើនបន្តទៅទៀតចំណងបានទន់ខ្សោយចាំថាមិនថាអាហារដឹកជញ្ជូនឬកញ្ចប់ដឹកជញ្ជូនទេហាមបើកទ្វារជាដាច់ខាតដឹងហើយទៅធ្វើការឲ្យលឿនទៅអ្វីទៅស្បែកជាសះស្បើយគាត់ខ្លាចថាខ្ញុំចេញពីផ្ទះនឹងត្រូវអ្នកសារព័ត៌មានដែលឈរចាំមុខទ្វារលេបត្របាក់នឹងបំផ្លាញមែនទេយកសុភមង្គលរបស់ខ្ញុំមកធ្វើជាអាវុធវាយប្រហារអ្នកពិតជាចេះជ្រើសរើសរឿងយកមកប្រើមែនអ្នកនោះពិតជាមនុស្សខ្លាំងធ្វើស្អាតហើយជួយទៀតទេអ្នកសិនដកដង្ហើមសិនកុំឲ្យខឹងប៉ះពាល់សុខភាពតើខ្ញុំអាចមិនទាំងអស់នេះខ្ញុំជាអ្នកធ្វើឲ្យសារខ្ញុំនៅក្នុងគេនឹងមិនមានហេតុផលធ្វើរឿងនេះយើងត្រូវតស៊ូជាមួយពួកគេដល់ទីបញ្ចប់ទេគាត់បាននិយាយថារឿងនេះទុកឲ្យគាត់តែគាត់ជឿហើយគ្មាននរណាហ៊ានមិនជឿសមត្ថភាពរបស់គាត់ដែលមានគេឈ្មោះដូចស្ដេចខ្ញុំក៏ជឿគាត់ដែរShen Manawi Mencheng អ្នកទាំងពីរគិតថាខ្ញុំនៅតែជាដែលគ្មានអ្នកគ្រប់គ្រងទេអ្នកទាំងពីរកញ្ញាច្បាប់ខុសហើយក៏កញ្ញាខុសពីការតាំងចិត្តរបស់ប្តីដែលការពារប្រពន្ធផងដែរបើអ្នកចង់ប្រយុទ្ធអស់កម្លាំងខ្ញុំក៏មិនអាចធ្វើឲ្យអ្នកបាត់បង់ការផ្ដោតអារម្មណ៍បានទេអូព្រះអើយនោះគឺលោកប្រធានមន្ត្រីដែលតែងតែដឹកនាំការស្រាវជ្រាវនៅគាត់ចុះពីភ្នំម្ដងទៀតហើយឬលោកគ្រូហេតុអ្វីបានជាលោកមកផ្ទាល់ផ្លូវលើភ្នំឆ្ងាយណាស់លោកគ្រាន់តែទូរស័ព្ទមកខ្ញុំនឹងទៅទទួលលោកជាកំហុសរបស់ខ្ញុំដែលដោះស្រាយមិនបានល្អធ្វើឲ្យលោកចាស់ត្រូវមិនបានដោះស្រាយល្អបដិសេធលោកស្រីគ្មានភាពខ្មាស់អៀនម្នាក់ហៅថាមិនបានដោះស្រាយល្អប្រពន្ធដែលរៀបការត្រឹមត្រូវដោយមានពិធីការហៅថាមិនបានដោះស្រាយល្អខ្ញុំមើលឃើញពីចិត្តរបស់ឥឡូវនេះគាត់ព្រោះចង់ជួយសងសឹកឲ្យស្ត្រីឈួតម្នាក់ហ៊ានមកធ្វើបាបសិស្សរបស់ខ្ញុំគាត់ពិតជាគិតថាខ្ញុំបានស្លាប់នៅក្នុងភ្នំហើយលោកចិនចាស់លើកនេះលោកបានលើកលែងច្បាប់ចុះពីភ្នំមកដោយផ្ទាល់ទៅសេងហ៊ីមានន័យថាលោកឲ្យខ្ញុំមកធ្វើជាទីប្រឹក្សាមែនទេខ្ញុំនឹងយកការតស៊ូរបស់ខ្ញុំមកធ្វើជាគំរូខ្លួនមានស្លាប់ហើយចង់យកធ្វើជាធ្មជន់ជើងល្អណាស់ឲ្យគេមកចុះហឹមខ្ញុំចង់មើលថាជំនាញតូចតាចរបស់គេអាចទប់ទល់នឹងការវាយតរបស់ខ្ញុំបានឬអត់លោកចិនចាស់មានលោកធ្វើជាសាក្សីយើងសេងហ៊ីនឹងប្រយុទ្ធដល់ទីបញ្ចប់លោកប្រាប់មកថាសង្គ្រាមលើកដំបូងនេះតើយើងត្រូវប្រយុទ្ធយ៉ាងណាអង្គុយចុះអ្នកវ័យក្មេងថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នានៅចំពោះមុខកម្លាំងដ៏ខ្លាំងបំផុតអ្វីទៅជាយុទ្ធសាស្ត្រប្តឹងតវ៉ាពិតប្រាកដផ្ញើចេញទៅបន្តផ្ញើចេញហើយអុយមើលលឿនមើលអំណាចរបស់សេងហ៊ីប្តឹងប្រពន្ធរបស់គាត់សេងហ៊ីបែរជាប្តឹងទៅវិញរីកានឹងការខ្លាញ់បន្លំនេះខ្លាំងពេកហើយក៏ឈួតទៅហើយហ៊ានធ្វើនៅចំពោះមុខភ្នែកឆាន់មែនឬគឺឆាន់ចេងសេងមើលទៅឆាន់ឡាវបានកាត់សេចក្តីនឹងដាក់ឈ្មោះហើយមិនស្លាប់ក៏ត្រូវរងការខូចខាតធ្ងន់ដែរឆាន់ចេងហៅអ្នកពិតជាធ្វើដើម្បីមេងយូខ្វាន់តែប៉ុណ្ណោះហើយចោះមកដោយខ្លួនឯងដើម្បីបំផ្លាញសិស្សប្អូនយិនរបស់អ្នកកេរ្តិ៍ឈ្មោះរបស់គ្រូកំពុងរីករាលដាលហើយទូរស័ព្ទខាងវីមិញចេញត្រូវបានហៅចូលរហូតច្បាប់គឺជាឧបករណ៍ដែលវីមិញចេញប្រើដើម្បីសងសឹកផ្ទាល់ខ្លួនបើគាត់ចង់ប្រើវាខ្ញុំនឹងបង្រៀនគាត់អំពីភាពពិតនៃភស្តុតាងលិខិតប្តឹងពីខាងឆាន់ឡាលូបានផ្ញើមកដល់ហើយបន្ទាប់មកយើងរងចាំជួបគ្នានៅតុលាការ
រឿង Shenman នេះគឺស្អប់ដោយសារស្នេហាអាចចូលជាមេរៀនអវិជ្ជមានក្នុងវិទ្យាសាស្ត្រចិត្តវិទ្យាបានខ្ញុំគ្រាន់តែចង់សួរមួយឃ្លាលោកចាស់ Chen Jing Seng បានចុះពីភ្នំហើយតើ Wei Ming Cheng នៅអាចរស់នៅ He Cheng បន្តទៀតទេវ៉ាន់អ្នកបានឃើញហើយឬនៅបាន V ពកឈ្នះកាន់នីទុយរបស់អ្នកត្រូវបានមនុស្សជេររហូតដល់របស់ Wei Ming Cheng ពេលនេះពេញទៅដោយអ្នកសារព័ត៌មានវ៉ាន់លើកនេះមិនមែនអ្នកប្រយុទ្ធតែម្នាក់ឯងទេនៅចាំមិត្តភ័ក្តិនិងអតិថិជនទាំងនោះនិងប្អូនស្រីក្នុងស្ទូឌីយោរបស់ពួកយើងគ្រប់គ្នាបានឈរចេញមកទាំងអស់ហើយអ្វីធ្វើការរហូតដល់យប់ជ្រៅបែបនេះមិនទាន់ញ៉ាំបាយទេខ្ញុំបានញ៉ាំហើយបានឆ្លៀតទៅហាងតែបែបចិននោះយកមកឲ្យអ្នកយប់នេះអ្នករវល់តែមើលទូរស័ព្ទប្រកាសជាមិនបានញ៉ាំអាហារល្អទេញ៉ាំសិនទៅថ្ងៃនេះខ្ញុំបានអញ្ជើញលោកគ្រូចុះពីភ្នំខ្ញុំបានឃើញរឿងនេះហើយដំបូងគាត់មិនចង់មកទេអ្នកនោះឈ្មោះគាត់និយាយថាអាយុប៉ុណ្ណេះហើយគាត់ស្មនុរងទៅឃើញអញ្ចឹងហេតុអ្វីចុងក្រោយលោកតាគាត់នៅតែព្រមលោកគ្រូប្រពន្ធខ្ញុំត្រូវគេធ្វើបាបខ្ញុំមិនអាចការពារគាត់បានអ្នកនោះដែលនៅក្នុងវិស័យច្បាប់នៃទីក្រុងអាចធ្វើបានទទួលស្គាល់កំហុសតែជាដើម្បីខ្ញុំទៅសុំជំនួយពីអ្នកមានឋានៈខ្ពស់ដែលបានលាក់ខ្លួនរួចហើយនឹងចង់លេងល្បែងអូសបន្លាយពួកគេចង់លេងខ្ញុំក៏លេងជាមួយពួកគេឲ្យធំអ្នកនឿយហត់ហើយពេលនោះលោកគ្រូខ្ញុំបានស្ដាប់ចប់គ្រាន់តែសម្លឹងមើលខ្ញុំដោយភ្នែកចំហមកឆ្លើយតែ5ពាក្យមិនដល់5ពាក្យទេគាត់និយាយថាអ្នកក៏មានថ្ងៃនេះដែរលើខ្លួនអ្នកមានក្លិនកាហ្វេខ្លាំងណាស់ហើយក៏មានក្លិនម្សៅទឹកថ្នាំពីក្រដាសបោះពុម្ពផងដែរសុំទោសខ្ញុំប្រជុំមួយថ្ងៃពេញហើយមិនទាន់បានមកសួរសុខទុក្ខទេក្លិននេះធ្វើឲ្យខ្ញុំមានអារម្មណ៍ស្ងប់ចិត្តខ្លាំងអរគុណអ្នកអរគុណពិតប្រាកដមិនបាច់អរគុណទេតើអ្នកអាចមានម្ដងបានទេតែម្ដងនោះក៏បានកុំតែងតែនិយាយពាក្យមិនបាច់អរគុណទេគឺដែលស្ដាប់ទៅស្ងួតបែបនេះជាការប្រកិច្ចរបស់ខ្ញុំប៉ុន្តែមិនអីទេពេលអ្នកដោះស្រាយបណ្ដឹងច្របូកច្របល់ទាំងនោះពួកយើងទៅដល់លេងទេសចរគ្នាទៅតំបន់ពោខាងជើងមើលពន្លឺពួកយើងទៅមើលភ្នំភ្លើងក៏ល្អដែរល្បឿនហូររបស់មកគ្នាមិនដែលជួបប្រទះការរក្សាទល់ឲ្យភាពទេហាមន្ត្រីប៉ូលីសដែលប្រើច្បាប់ធ្វើជាអាវុធមើលឯកសារផ្នែកច្បាប់នេះលឿនវាត្រូវបានរៀបចំដោយលោកចាស់ផ្ទាល់ឯកសារផ្នែកច្បាប់ដែលមានការបង្ហាញព័ត៌មាននេះមិនមែនជាឯកសារច្បាប់ធម្មតាទេគៀងខាងទៀតនឹងទាមទារទទួលខុសត្រូវផ្នែកស៊ីវិលដែលពាក់ព័ន្ធទាំងអស់អ្នកព្រោះតែរូបភាពមួយសូម្បីតែមុខមាត់ចាស់ក៏មិនខ្វល់តែជាចូលមកបំផ្លាញការងាររកស៊ីរបស់ខ្ញុំផ្ទាល់សូមស្ដាប់អ្វីដែលខ្ញុំនិយាយយើងអាចចរចាដោះស្រាយគ្នាខ្ញុំនឹងដកពាក្យបណ្ដឹងវិញដោយខ្លួនឯងខ្ញុំដេវីតកំពុងដោះស្រាយកិច្ចការវិន័យដែលយើងកំពុងរៀបចំឯកសារដែលចូលតាមច្បាប់ខ្ញុំត្រូវតែប្រឈមមុខជាមួយគាត់មេធាវីរបស់ខ្ញុំបានបញ្ជាក់តាមផ្លូវច្បាប់ដើម្បីដោះស្រាយភាពខុសគ្នាប្រើដំណើរការផ្លូវការដើម្បីដោះស្រាយវាថាបានទៅរកអ្នកដែលមិនពាក់ព័ន្ធអរគុណអ្នកដែរការពារខ្ញុំដោយវិធីនេះអ្នកណានិយាយថាច្បាប់គឺត្រជាក់គ្មានអារម្មណ៍វាមិនមែនជារឿងតែមួយដែលមានហេតុផលបំផុតទេមនុស្សដែលរក្សាការសន្យាអស់4ឆ្នាំដោយមិនអាចបំភ្លេចបានគាត់នឹងប្រើជីវិតទាំងមូលដើម្បីបំពេញកាតព្វកិច្ចក្មេងនេះ20ឆ្នាំមុនពេលគាត់លុតជង្គង់នៅមុខទ្វារសុំចូលធ្វើសិស្សខ្ញុំបាននិយាយហើយថាគាត់មានចិត្តមិនល្អហើយជារបស់អ្នកកាលពីមុនចាស់ភ្លេចផ្លែតែនិយាយថាគាត់ឆ្លាតមានភាពវៃឆ្លាតជាមនុស្សអាចបណ្ដុះបណ្ដាលបានពិតជាបណ្ដុះអស់20ឆ្នាំមែនបណ្ដុះបានតែជាមនុស្សអាក្រក់ដែលខ្លាញ់ផុសតារឿងបែបនេះក៏ហ៊ានទទួលគាត់គិតថាខ្ញុំ Chen Jing Seng បានស្លាប់នៅលើភ្នំហើយអូនប្រុសសូមជួយអនុគ្រោះបន្តិចគឺថាលោកស្រីជេរងរបួសចៅវាយរបស់ពួកយើងបានបញ្ជាពិសេសយកផ្លែឈើនេះដោយដៃផ្ទាល់ទៅឲ្យលោកស្រីផ្លែឈើនេះជាផ្លែនាំចូលត្រូវរក្សាទុកក្នុងទូទឹកវានឹងប៉ះពាល់ដល់ចិត្តល្អរបស់ចៅវាយពួកយើងក្នុងទូទឹកកកតូចនៅទៅមុខបានហើយក្មេងស្រីលោកចាស់ដែលស្លៀកឈុតកណ្ដាលនោះជានរណាខ្ញុំឃើញមេធាវីជេររបស់អ្នកគោរពគាត់ខ្លាំងណាស់វីមិនចេញមិនមែនជាមនុស្សទទួលបានឈ្មោះជាចៅក្រមគាត់យល់ច្បាស់ជាងមនុស្សណាទាំងអស់របស់នេះមនុស្សមានផ្លូវឃើញផុសតាំងคล้ายៗនៃការទាមទារ5មេធាវីធម្មតាពេលទទួលប្រតិកម្មដំបូងគឺណែនាំឲ្យភាគីទាំងពីរគាត់មិនត្រឹមតែទទួលយកប្រាក់ចំណាយ30,000ក៏មិនមែនជាគោលបំណងរៀនឲ្យយើងជាត្រូវរងចាំរហូតដល់ដំណើរការតុលាការបញ្ចប់និងសម្ពាធធំទេសសាឲ្យខ្ញុំចង់ត្រូវវីមិនចេញយល់ពីអ្នកខ្លាំងណាស់ជាថៃគាត់ដឹងថាអ្នកការពារមនុស្សរបស់គាត់ទទុំជាងសាសាដើម្បីបញ្ឈប់សម្ពាធយើងអាចប្រើអ្វីដើម្បីផ្សះផ្សាជាមួយគឺសាមញ្ញ Shenman ខៃដកបណ្ដឹងចេញជាងវ៉ាន់បោះបង់ការបណ្ដឹងតបនឹងការចាំបាច់ចេញអាចរក្សាបានសាលីបានខាងទៀតអាចយកវាចេញនិយាយឡើងរួចជាងវ៉ាន់អ្នកមានអារម្មណ៍ខុសនិងភ័យខ្លាចទើបត្រូវផ្សះផ្សាសំណុំរឿងនេះគឺជាករណីត្រឹមត្រូវទទួលយកការសម្របសម្រួលគ្រប់ទម្រង់ទេគ្មានការសម្របសម្រួលទេតែការកាត់សេចក្តីប៉ុណ្ណោះនេះទើបជាសិស្សដែលខ្ញុំបង្រៀនចេញមកក្មេងវាមិនចឹងនេះគិតថាខ្លួនឆ្លាតខ្លាំងឆ្លាតមនុស្សដែលឆ្លាតបំផុតតែងតែគិតថាមិនអាចត្រូវគេធានាដូចជាការផ្ដោតចម្លើយដល់ប្តីចំពោះប្រពន្ធរបស់គេលោក Chen និយាយត្រឹមត្រូវខ្ញុំបានរៀបចំខ្សែភស្តុតាងថ្មីម្ដងទៀតចន្លោះខ្វះខាតក្នុងភស្តុតាងខ្លាំងការរបស់ Shenman មេធាវីរបស់ខ្ញុំបានសម្គាល់ទាំងអស់រួចហើយរឿងបន្ទាប់ដែលបញ្ហានយោបាយបានរៀបចំនោះជាបញ្ហាសំខាន់ដែលពួកអ្នកត្រូវគ្រប់គ្រងមនុស្សដូច Wei Ming Cheng ដែលស្រឡាញ់កេរ្តិ៍ឈ្មោះដូចជាជីវិតខ្លាចអ្វីជាងគេខ្លាចការស៊ើបអង្កេតពីសមាគមមេធាវីការដកអាជ្ញាប័ណ្ណគ្រាន់តែជាលទ្ធផលអ្វីដែលគាត់ខ្លាចគឺកេរ្តិ៍ឈ្មោះក្នុងវិស័យត្រូវបំផ្លាញនេះទើបជាចំណុចសំខាន់ក្នុងជីវិតគាត់ថាគាត់មិនខ្លាចការប្រន្ទាទោសតាមច្បាប់ធ្ងន់ធ្ងរខ្លាចដំណើរការនោះទ្រព្យសម្បត្តិដែលមានតម្លៃបំផុតរបស់ Wei Ming Cheng ខ្ញុំនឹងទៅខ្ញុំចង់ប្រើដៃខ្លួនឯងបណ្ដេញគាត់ចេញពីសាលាខ្ញុំនឹងធ្វើឲ្យគាត់មុនពេលបាត់បង់អាជ្ញាប័ណ្ណខ្លាចជាឆ្កែឡុងទឹកដែលគ្រប់គ្នាចង់វានៅក្នុងវិស័យច្បាប់ខ្ញុំយល់ហើយអ្វីដែលយើងត្រូវធ្វើមិនមែនរងចាំសារក្រមតែត្រូវដោះស្រាយសម្បកការពីរបស់គាត់មុនពេលនោះមើលឥឡូវនេះមេធាវីយើងមានស្ថានភាពសម្រាប់ទីតាំងបន្តប៉ុន្មានកន្លែងខ្ញុំនឹងកាត់ទៅរៀបចំឲ្យលោកវាដោយផ្ទាល់អញ្ចឹងចាប់ដើមធ្វើទៅឲ្យ He Cheng មើលថា Zheng He Law Firm ជារបស់អ្នកណា3ថ្ងៃបន្ទាប់ពេញមួយថ្ងៃឆាយក្រុមហ៊ុនដែលចេញផ្សាយទាំងអស់ករណីទាំងអស់ត្រូវពិនិត្យឲ្យបានលម្អិតស្វែងរកឲ្យដឹងថាមានបញ្ហាអ្វីទាំងអស់យល់ហើយរាល់រឿងដែលគាត់ធ្លាប់ពាក់ព័ន្ធត្រូវសម្អាតនិងស៊ើបអង្កេតរាល់មួយករណីត្រូវតែស៊ើបខ្ញុំចង់ដឹងថាគាត់មានការបញ្ជាក់គាត់ធ្លាប់ដាក់ស្នើទៅតុលាការឬរឿងបោកប្រាស់តាក់ទងនឹងហិរញ្ញវត្ថុករណីនៅសម័យសង្គ្រាមអាថ៌កំបាំងមានជាងមិនចិញ្ចឹមមនុស្សគ្មានប្រយោជន៍ទេបច្ចុប្បន្នវេទិការបស់គាត់មានប៉ុន្មានរកឃើញ3កន្លែង Shui King មាន platform តូចមួយឈ្មោះការចែកចាយទាំងអស់មានបញ្ហាមិនស្មើ platform ផ្ដល់កំណត់ត្រាប្រចាំនិងលោកការធ្វើសម្ការកម្មមូលនិធិដែលត្រូវបានប្រើភាពคล้ายៗដើម្បីប្រមូលប្រាក់ត្រូវបានសង្ស័យថាជាការបោកប្រាស់តាមអ៊ីនធឺណិតជួបជាមួយការិយាល័យគ្រប់គ្រងចាំបាច់ទេខ្ញុំនឹងទៅដោយផ្ទាល់
កូនប្រុសតូចភ្លើងនេះគ្រប់គ្រាន់ហើយកញ្ជ្រោងចាស់វីមេងឆេងកំពុងគេងមិនលក់ហើយម៉ោងនេះហើយនៅមិនទាន់ញ៉ាំបាយទៀតឥឡូវទៅញ៉ាំឆ្អឹងជំនីដាក់ក្នុងទូទឹកកកយកទៅកម្ដៅក្នុងមីក្រូវេវ2នាទីគឺបានហើយបាយខូចអីល្អអីថ្ងៃនេះដូចភ្លើងមិនដួលទេដឹងហើយលោកគ្រូយប់ជ្រៅហើយហេតុអ្វីអ្នកនៅមិនទាន់ទៅជីត្រឡប់ទៅនៅជាមួយប្រពន្ធអ្នកទៅចុះអរគុណអ្នកកុំមកនិយាយពីអរគុណខ្លាំងៗជាមួយខ្ញុំអរគុណខ្ញុំត្រូវមើលថែប្រពន្ធអ្នកឲ្យនាងត្រូវគេធ្វើបាបនិយាយអរគុណ100ដងក៏មិនល្អជាងនេះទេក្មេងអាក្រក់នេះអាកប្បកិរិយារបស់គាត់ដូចជាគ្រូរបស់គាត់កាលពីមុនពិតការពារប្រពន្ធដោយការពារជីវិតខ្លួនឯងអ្នកគ្រប់គ្រងតូចទីបំផុតបានដេកលក់ហើយយ៉ាន់ឡយអ្នកត្រឡប់មកហើយមិនទាន់ទេខ្ញុំទៅឥឡូវនេះអ្នកដេកឲ្យស្រួលខ្ញុំមិនទាស់ទេខ្ញុំថតរូបផ្ញើឲ្យអ្នកពិនិត្យបានទេពិតជាគ្មានវិធីជាមួយអ្នកទេអញ្ចឹងខ្ញុំទៅកម្ដៅឆ្អឹងជំនីកម្ដៅរួចយកមកបន្ទប់គេញ៉ាំអ្នកគ្រាន់តែដេកនៅទីនេះមើលខ្ញុំញ៉ាំបានទេឆ្អឹងជំនីឆ្ងាញ់ទេឆ្ងាញ់ពិតជាឆ្ងាញ់ណាស់ភ្លើងកម្ដៅល្មមរសជាតិក៏ចូលជ្រាបល្អជាងសាច់ជ្រូកចំហុយទឹកក្រហមលើកមុនទៀតខ្ញុំថាអ្នកនឹងចូលចិត្តវារាត្រីសួស្ដីរាត្រីសួស្ដីអុយមើលលឿនព្រះរាជា Green Evil ត្រូវផ្ទុះហើយសង្ស័យខ្លាញ់បន្លំផុសតាងនឹងផ្ដោតសេចក្តីខ្លាញ់ការរាងយុទ្ធធរតុលាការបានបើកការស៊ើបអង្កេតផ្លូវការលើវីមេងឆេងលើកនេះវីមេងឆេងពិតជាចិត្តដួលហើយលោកចាស់លើកនេះពិតមែនគាត់មិនបានទុកផ្លូវថយក្រោយសម្រាប់វីមេងឆេងទេលោកតាឆេងយ៉ាងឆេងតើពិតជាមិនមានសមាជិករួមទៀតទេមិនខុសសំបីតែមុខមាត់ធ្លាប់ធ្វើបាបអ្នកណាដល់ស្លាប់អ្នកណានៅក្នុងរង្វង់នេះមិនដឹងថាស្រឡាញ់នឹងថែអ្នកណាជាងគេទេចាំបន្តិចអ្វីទៅអ្នកក៏ត្រូវបានបើកសំណុំរឿងដែរគាត់មិនមែនជាដើមបណ្ដឹងក្នុងសំណុំរឿងគិតយោទេហេតុអ្វីដើមបណ្ដឹងក៏ត្រូវស៊ើបអង្កេតដែរយោទេការកាត់តសំឡេងដែលធ្វើឲ្យអ៊ីនធឺណិតភ្ញាក់ផ្អើលគឺតបានប្រគល់ឲ្យអូព្រះឲ្យលើកនេះអាជីពមេធាវីរបស់គឺបញ្ចប់ទាំងស្រុងហើយគាត់ធ្វើការមេធាវីមិនទាន់ដល់ឆ្លងចូលកម្រិតដៃគូបែរជាសំណុំរឿងមួយធ្វើឲ្យខ្លួនឯងជាប់បញ្ហាធ្វើអាក្រក់ដោយខ្លួនឯងពិតជាបំផ្លាញខ្លួនឯងទាំងរស់ទាំងអស់នោះប្រហែលជាឯកសាររាប់រយហើយតែមានលេខខ្លាំងៗបន្តិចសារក្រមពីមុនអាចត្រូវលុបចោលទាំងអស់មិនគួរធ្វើទេមិនគួរធ្វើសោះមិនគួរយកកូនមកធ្វើជាឧបករណ៍ក្នុងវិន័យជីវិតនេះអ្វីដែលស្អប់បំផុតគឺរឿងនេះមើលឆាប់កាន់នេះផ្លូវការរបស់សាលាច្បាប់បានចេញសេចក្តីជូនដំណឹងហើយអ្វីដែលគួរឲ្យសោកស្ដាយត្រឡប់ទៅសាលាថ្លៃសុនរកថាការនោះមានកិត្តិយសខ្លាំងបានហៅថាពន្លឺនៃសាលាច្បាប់ឥឡូវនេះល្អហើយសូម្បីតែសាលាចាស់របស់គេក៏ស្អប់ថាសាច់ច្បាប់សូម្បីតែឋានៈជាសិស្សចាស់ក៏បាត់ជីវិតនេះចាត់ទុកថាត្រូវបានកំណត់ជាប់នៅលេខ15រួចហើយអ្នកគិតថាការបង្កើតរឿងមួយបង្កាច់អាចបំផ្លាញខ្ញុំបានប៉ុន្តែអ្នកភ្លេចហើយក្រោមពន្លឺថ្ងៃវិធីសាស្ត្រត្រងឹតទាំងនោះមិនអាចឡើងលើឆាកបានឡើយកំពុងប្រជុំជាមួយមនុស្សពីការិយាល័យព័ត៌មានអ៊ីនធឺណិតសារដែលមិនរំខានអ្នកត្រូវបានដាក់លើគេក្នុងលិខិតសុំជំនួយនេះមិនមានជំងឺបេះដូងទេចាប់ពីដើមរហូតដល់ចប់គឺជាការបោកប្រាស់ដែលបានរៀបចំយ៉ាងល្អិតល្អន់នេះគឺជាឯកសារដែលយើងបានយកមកតាមវិធីស្របច្បាប់ការស៊ើបអង្កេតបង្ហាញថាសន្ទុះសុខភាពកុមារគ្រប់គ្រាន់ទាំងស្រុងថែមទាំងរឹងមាំជាងកុមារដែលមានអាយុវេទិកាចំនួន3សរុបមានប្រាក់ចូលលើ8រយៈពេលបន្តរហូតដល់4ឆ្នាំអរគុណមេធាវីអ្នកក៏បានបំពេញលក្ខខណ្ឌដើម្បីបើកសំណុំរឿងផងដែរមែនហើយដូច្នេះតាមរយៈខ្ញុំផ្ទាល់គ្រាន់តែដើម្បីបំពេញការប្រតិរាយការណ៍របស់ពលរដ្ឋនៅក្នុងនេះមានរួមបញ្ចូលកំណត់ត្រាចលនាប្រាក់នៃរបស់វេទិកាហ៊ុនកម្មប្រៀបធៀបនិងលិខិតបញ្ជាក់រោគវិនិច្ឆ័យคล้ายៗពីមន្ទីរពេទ្យខ្ញុំសង្ឃឹមថាបណ្ដាញអ៊ីនធឺណិតនឹងបិទការនីពាក់ព័ន្ធរបស់គេព្រមទាំងសម្របសម្រួលជាមួយស្ថាប័នប៉ូលីសដើម្បីបើកការស៊ើបអង្កេតលើជាផ្លូវការមេធាវីជេខ្ញុំអាចសួរសំណួរមួយដែលមិនសូវជំនាញបានទេអ្នកនិងមេធាវីក៏ធ្លាប់មានទំនាក់ទំនងគ្នាលើកនេះអ្នកប្រើវិធានការខ្លាំងបែបនេះតើដោយសារតែរវាងអ្នកទាំងពីរមានចំនួនផ្ទាល់ខ្លួនដ៏ជ្រៅមេធាវីជេទោះបីវិធីសាស្ត្ររបស់នាងមិនខ្ពស់ក៏ដោយប៉ុន្តែឥឡូវនេះមកដល់ជំហាននេះហើយនាងបានប៉ះពាល់ដល់ប្រពន្ធខ្ញុំនេះគឺជាឯកសារផ្ទាល់ខ្លួនទាំងអស់ឯកសាររបស់យើងបានបំលែងរឿងនេះទៅជាករណីសាធារណៈហើយដាក់ពាក្យស៊ើបអង្កេត
ពួកយើងនឹងប្រជុំពិភាក្សាភ្លាមចំពោះការបោកប្រាស់ដោយប្រើប្រវត្តិរូបคล้ายៗក្រោយបើកសំណុំរឿង3ផ្នែកធ្វើការនិងផ្ដល់ចម្លើយជូនអ្នកអរគុណលោកយេមានដំណឹងល្អធំមួយលោកប្រកាសជាមិនអាចទាយបានទេថាវាមិនឆេងកំពុងធ្វើអ្វីគេកំពុងស្វែងរកមនុស្សគ្រប់ទីកន្លែងដើម្បីឲ្យជួយនិយាយសម្របសម្រួលមនុស្សទាំងមូលចិត្តឈួតដោយសារភ័យព្រួយដំបូងគាត់បានទៅរកអនុប្រធានសមាគម3នាក់តែត្រូវបានបដិសេធទាំងអស់បន្ទាប់មកទៅរកអនុប្រធានមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យគេប្រាប់ថាត្រូវសហការស៊ើបអង្កេតគ្មានពេលជួបគាត់ទេនៅទីបំផុតគ្មានជំរើសគាត់ខំថ្មិញទៅរកមិត្តរួមការងារចាស់របស់លោកគ្រូអតីតតុលាការជាន់ខ្ពស់ក្រុមចាស់ដែលទើបចូលនិវត្តន៍លទ្ធផលគឺបន្ទាប់ពីស្ដាប់រឿងរ៉ាវទាំងមូលគាត់បានស្ដីបន្ទោសយ៉ាងខ្លាំងហើយទុកពាក្យមួយថាហេតុអ្វីអ្នកទៅបង្ករឿងជាមួយសិស្សអ្នកមិនដឹងទេថាចាស់នោះការពារសិស្សខ្លួនអស់30ឆ្នាំនិយាយចប់ក៏បិទទូរស័ព្ទភ្លាមលោកជេបានទៅក្រុមហ៊ុនច្បាប់ដើម្បីរកបានជួបគាត់ទេខ្លួនឯងក៏មិនអាចការពារបានគាត់ហ៊ានជួបអ្នកអតីតដូចអង្គុយនៅសាលធំអស់2ម៉ោងចុងក្រោយត្រូវបុគ្គលិកសន្តិសុខអញ្ជើញចេញខាងបានរកឃើញក្រុមហ៊ុនច្បាប់រួចហើយម្សិលមិញបានសុំច្បាប់ជប់ខាងក្រៅគេនិយាយថាគាត់មិនស្រួលខ្លួនតាមពិតគាត់បានទូរស័ព្ទជាច្រើនសិបដងនៅហេជិងដើម្បីរកមេធាវីដែលហ៊ានទទួលសំណុំរឿងរបស់គាត់គ្មានអ្នកណាហ៊ានទទួលមែនទេនៅហេជិងគ្មានអ្នកណាហ៊ានប្រឈមមុខនឹងលោកទេជាពិសេសនៅមានអ្នកនោះអង្គុយគ្រប់គ្រងសំណុំរឿងនេះមានន័យថាបំផ្លាញការងាររកស៊ីខ្លួនឯងគេនឹងត្រឡប់មកវិញអ្នកណាដល់ថ្នាក់នេះហើយគេនៅហ៊ានត្រឡប់មករកទៀតរកមេធាវីមិនបាននឹងជ្រើសផ្លូវកាត់ទៅសុំការអង្វរពីដោយផ្ទាល់បើគេហ៊ានបង្ហាញខ្លួននៅមុខម្ដងខ្ញុំនឹងមិនអនុវត្តតាមនីតិវិធីច្បាប់ទៀតទេឈួតហើយមិនដឹងថាបានបង្ករឿងជាមួយមនុស្សឈួតបែបណាទេមិនចង់បានត្រឹមឈ្នះក្តីទេគេចង់ឲ្យមនុស្សទាំងពីរបាត់បង់កេរ្តិ៍ឈ្មោះទាំងស្រុងមិនអាចលើកមុខបានជារៀងរហូតបាត់បង់កេរ្តិ៍ឈ្មោះមួយជីវិតដោយចិត្តណាបំពេញច្បាប់នេះកំពុងសាកល្បងនៅចិត្តព្រំដែនបត់បង្ហាញផុសតាងคล้ายនេះគឺបាត់បង់ស្មារតីហើយគិតថាគ្មានអ្នកណាអាចគ្រប់គ្រងគេបានមែនទេអេនេះជាសេចក្តីសម្រេចដោះស្រាយដំបូងរបស់គណៈកម្មការវិន័យសូមចុះហត្ថលេខាទទួលផ្អាកអាជីពរយៈពេលកន្លះឆ្នាំនេះគ្រាន់តែជាលទ្ធផលដំបូងអ្នកទាំងពីររួមគ្នាកាត់សម្លេងថតភស្តុតាងដែលបំផន់យុទ្ធធរបានគ្រប់គ្រាន់ហើយគ្មានលទ្ធភាពកែប្រែអ្វីទៀតទេវាគឺវាមិនចេញដែលប្រាប់ឲ្យខ្ញុំប្រកល់គាត់ថាអ្នកកាត់មិនអាចស៊ើបរកឃើញទេគាត់អាចដោះស្រាយបានបន្ទាប់ពីការស៊ើបអង្កេតរបស់សមាគមនេះការិយាល័យមេធាវីមេងឆេងមានការរំលោភដូចខាងក្រោមទី1ទទួលយកទ្រព្យសម្បត្តិរបស់ភាគីដោយខុសច្បាប់វីមេងឆេងឲ្យត្រូវផ្អាកអាជីពរយៈពេល6ខែនេះគឺដូចជាត្រូវបានគេបោះត្រាជាស្នាមអាម៉ាស់6ខែនេះមិនមែនជាការដាក់ទណ្ឌកម្មទេនេះគឺជាការបំផ្លាញកិត្តិយសពេលគាត់ត្រឡប់មកវិញតើអ្នកណានឹងហៅគាត់ថាវាចៅក្រមទៀតមុខមាត់របស់វីមេងឆេងត្រូវបាត់បង់អស់ហើយពេលឆេនយិងសេងចេញមុខហើយគូរង្វង់នេះគាត់គ្មានឱកាសត្រឡប់មកវិញទៀតទេអ្នកនៅមិនទាន់ដឹងទេឈិនមែនកាន់តែអាក្រក់ជាងនេះត្រូវបានផ្អាកការងាររយៈពេល1ឆ្នាំហើយប៉ូលីសបានបើកសំណុំរឿងពីបទច្បោករួចហើយមានន័យថាប្រហែលជាត្រូវចូលគុកពិតមែនហើយឈ្នះហើយកម្មផលបានមកដល់ហើយសេចក្តីប្រកាសរបស់ចេញហើយត្រូវផ្អាកអាជីពរយៈពេល1ឆ្នាំនេះគាត់ចប់ទាំងស្រុងហើយក្រុមបានបែកបាក់គេឈ្មោះខូចអស់ហើយថែមទាំងត្រូវស៊ើបអង្កេតរឿងបង្កភាពចលាចលតាមផ្លូវស្រាលបន្តិចខ្ញុំចិត្តត្រូវអ្នកអង្រួនបាក់ខ្លួនហើយខ្ញុំពិតជារីករាយដែលអ្នកត្រូវគេធ្វើឲ្យអយុត្តិធម៌ទីបំផុតបានឃើញពួកគេទទួលកម្មវិញហើយ1ឆ្នាំគ្រប់គ្រាន់ធ្វើឲ្យមហិច្ឆតាខ្លាយជា0វិធីនេះរបស់គឺវាចំណុចចុងដើម្បីលេងខ្លាំងណាស់មិនសម្លាប់ភ្លាមទេការធ្វើទារុណកម្មបន្តិចម្ដងទើបជាតួអាក្រក់ពិតប្រាកដផែនការប្រៀបធៀបជាមួយ blogger ដែលមានអ្នកគាំទ្ររាប់សិបលានរួចរាល់នៅលោកជាងរបស់ខ្ញុំអ្នកនៅពេលនេះនៅនិយាយពីការងារទៀតគួរតែបើកស្រាសម្ប៉ាញ់អបអរសាទរហើយមែនទេមែនឃើញទេសេចក្តីប្រកាសរបស់មនុស្សអាក្រក់នោះចប់សពគ្រប់ហើយនេះគឺជាលទ្ធផលនៃការប្រឆាំងនឹងពួកយើងបងណេងពូកែណាស់
មេធាវីរបស់គ្រួសារនេះដូចជាអ្នកអស្ចារ្យការរៀបចំនេះលយពេកហើយខ្ញុំគិតថាសូម្បីតែយ៉ាន់វងទៅកាន់ជំហានជីវិតនឹងស្លាប់ក៏មិននេះដូចជាមកជាមួយដាវអធិរាជអញ្ចឹងហាហាអ្នកមានរឿងអ្វីហេតុអ្វីមើលទៅដូចបាត់ស្មារតីខ្ញុំគ្រាន់តែមានអារម្មណ៍ថាអ្វីទាំងអស់នេះមិនពិតទាល់តែសោះដូចជាខ្ញុំនៅមិនទាន់ភ្ញាក់ពីសុបិននៅឡើយមានន័យថាម៉េច2 ខែមុនខ្ញុំនៅតែបារម្ភថាតើត្រូវរស់នៅជាមួយមេធាវីមុខត្រជាក់នោះយ៉ាងដូចម្តេចថែមទាំងគិតថាត្រូវលែងលះយ៉ាងមានកិត្តិយសយ៉ាងដូចម្តេចប៉ុន្តែគាត់បានបោះបង់គម្រោងរាប់រយពាន់លានដើម្បីជួយខ្ញុំគ្រូជាន់ខ្ពស់បានសរសេរលិខិតការពារខ្ញុំមនុស្សជំនាញជាង50នាក់ក្នុងការិយាល័យមេធាវីបានធ្វើការយប់ដើម្បីរកភស្តុតាងតើអ្នកធ្លាប់គិតទេថាគាត់មិនមែនទើបតែការពារអ្នកក្នុងរយៈពេល2 ខែនេះទេអ្វីតាក់ទងនឹងអាហារូបករណ៍នោះតើអ្នកពិតជាគ្មានអ្វីចង់ប្រាប់ខ្ញុំទេប្រាក់រង្វាន់នេះត្រូវបានឧបត្ថម្ភដោយការិយាល័យមេធាវីហើយកំណត់ឲ្យផ្ដល់ទៅផ្នែកប្រវត្តិសាស្ត្រមានតែកន្លែងមួយប៉ុណ្ណោះពេលនោះអ្នកណែនាំបាននិយាយថាគឺជាការកំណត់ពីការិយាល័យមេធាវីគោលបំណងគឺក្រុមហ៊ុនច្បាប់មិនដែលធ្វើសប្បុរសធម៌ទេការទទួលចូលធ្វើការដោយលើកលែងដែលអ្នកគិតថាតាមពិតគឺជាផែនការដែលពួកគេរៀបចំទុកជាមុនការហាត់ការងារនៅឆ្នាំទី4របស់អ្នកពិតជាចៃដន្យមែនឬ Fashion ជាក្រុមហ៊ុនសម្លៀកបំពាក់ធំបំផុតនៅទីក្រុងអ្នកស្រីមែនទេពួកយើងមកពីផ្នែកធនធានមនុស្សរបស់ Fashion តំណែងមុននេះមានកន្លែងទំនេរសួរថាអ្នកនៅមានបំណងចូលធ្វើការទេខ្ញុំច្បាស់ណាស់ថាខ្ញុំត្រូវបានបដិសេធក្នុងការសម្ភាសន៍តែហេតុអ្វីមានអ្នកទូរស័ព្ទមកភ្លាមថាមានអ្នកបោះបង់កន្លែងនៅមានអ្នកណាទៀតគឺលោកមេធាវីដែលចាត់ការដោយផ្ទាល់រៀបចំឲ្យចូលធ្វើការសម្រាប់គាត់គ្រាន់តែចុះហត្ថលេខាប៉ុណ្ណោះសាស្ត្រាចារ្យណែនាំនិក្ខេបបទរបស់ខ្ញុំគាត់ល្បីថាជាមនុស្សតឹងរឹងខ្លាំងនៅក្នុងរឿងមានសិស្សច្បងម្នាក់ដោយសារគាត់ទើបមិនអាចបញ្ចប់ការសិក្សាបាន3ឆ្នាំតែចំពោះអ្នកវិញរបាយការណ៍បើកប្រធានបទរបស់អ្នកមានជម្រៅល្អណាស់មិនចាំបាច់កែទៀតទេរៀបចំការពារនិក្ខេបបទដោយផ្ទាល់ទៅពេលនោះខ្ញុំល្ងងមែនទែនល្ងងដល់កម្រិតបំផុតខ្ញុំមិននឹកស្មានថានេះគ្រាន់តែព្រោះអ្នកណែនាំមានអារម្មណ៍ល្អទេអ្នកគិតថា4 ឆ្នាំរបស់អ្នកគ្រាន់តែជាជីវិតធម្មតាមែនទេតាមពិតវាមិនធម្មតាសោះគ្រាន់តែមានមនុស្សម្នាក់បានដោះស្រាយរឿងមិនធម្មតាទាំងអស់ជំនួសអ្នកជាមុនទើបអ្នកអាចរស់នៅជីវិតធម្មតាបានវ៉ាវអ្វីដែលខ្ញុំជំពាក់អ្នកខ្ញុំនឹងប្រើមួយជីវិតដើម្បីសងដូច្នេះខ្ញុំចង់នៅជាមួយអ្នកដើម្បីរស់ជីវិតនេះជាមួយគ្នារហូតដល់ចប់អីយ៉ាអ្នកលាក់បានជ្រៅមែនទែនមែនហើយខ្ញុំចូលចិត្តគាត់ខ្ញុំចូលចិត្តខ្លាំងណាស់អ្នកឈប់ឲ្យខ្ញុំសិនហេអ្នកដែលភ្លេចមិត្តព្រោះស្នេហាចាំត្រឡប់មកវិញឆាប់ហើយប្រាប់លទ្ធផលសង្គ្រាមផងដឹងហើយអ្នកក៏គុំរវល់ដល់យប់ពេកចាំញ៉ាំបាយផង
បងនឹងហេតុអ្វីបានជាឈរនៅទីនេះកំពុងរងចាំអ្នកណាមែនទេគាត់នោះហើយទីបំផុតត្រូវបានមនុស្សម្នាក់ជ្រើសរើសដោយមិនស្ទាក់ស្ទើរពេលវេលាកន្លងផុតទៅលឿនណាស់ដើមឡើយខ្ញុំទើបដឹងថាការត្រូវបានស្រឡាញ់ពិតជាអាចផ្លាស់ប្ដូរមនុស្សបានត្រីនេះមានបរិមាណអំបិលខ្ពស់ពេកត្រីមិនចូលចិត្តរសជាតិប្រៃខ្លាំងទេគ្រឿងបន្ថែមច្រើនពេកធ្វើឲ្យរសជាតិមិនសុទ្ធម៉ាក់នេះលើកមុនគាត់ថាល្អមិនអន់ទេរសជាតិមានភាពឈ្ងុយឆ្ងាញ់នារីម្នាក់នេះជ្រើសរើសយ៉ាងហ្មត់ចត់កំពុងធ្វើម្ហូបឲ្យប្តីមែនទេមែនហើយយុវជនសម័យនេះមិនសូវមានអ្នកដែលយកចិត្តទុកដាក់ធ្វើម្ហូបបែបនេះទេប្តីរបស់អ្នកពិតជាមានសំណាងណាស់ខ្ញុំទេដែលមានសំណាងការចម្អិនអាហារត្រូវការភាពត្រឹមត្រូវត្រូវការតវិជ្ជាបើឆាស្ករឲ្យខ្លោចលើសតែពាក់កណ្ដាលវិនាទីរសជាតិជូរចត់ក្នុងសាច់នឹងបំផ្លាញទល់ឲ្យភាពទាំងមូលយល់ហើយមេធាវីមិនមែនគ្រាន់តែស្តង់ដារ7ពិន្ទុទេថ្ងៃនេះខ្ញុំត្រូវតែធ្វើឲ្យអ្នកឃើញដល់8ពិន្ទុឲ្យបានពីមុនខ្ញុំគិតថាធ្វើម្ហូបឲ្យតែមិនឈឺពោះគឺជោគជ័យហើយឥឡូវខ្ញុំបែរជាកំពុងសិក្សាអំពីតវិជ្ជានៃកម្រិតភ្លើង7ពិន្ទុគឺម្ហូបផ្ទះដែលអាចញ៉ាំបាន8ពិន្ទុគឺជាកម្រិតភោជនីយដ្ឋានលើកមុនម្ហូបបង្គានោះគាត់ឲ្យបាន7ពិន្ទុកន្លះនិយាយថាបានថ្ងៃនេះម្ហូបឆ្អឹងជំនីនេះខ្ញុំចង់មើលថាអ្នកវាតម្លៃយ៉ាងម៉េចនៅការិយាល័យមេធាវីធ្វើការបន្ថែមរយៈពេល12ម៉ោងដើមឡើយគិតថាប្រព័ន្ធប្រសាទស្ពឹកអស់ហើយប៉ុន្តែពេលឃើញក្នុងរូបនេះភ្លាមភាពនឿយហត់ទាំងអស់ដូចជាត្រូវក្លិនផ្សែងពីការចម្អិនអាហារនេះរលាយបាត់ត្រឡប់មកហើយឬដើរមកគ្មានសម្លេងសោះធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមួយផ្លែតអែមទៅលាងដៃនិងផ្លាស់សម្លៀកបំពាក់សិនឆ្អឹងជំនីកំពុងរងចាំឲ្យទឹកចូលលក់ស៊ុបត្រឡាចចិត្តរួចហើយឆ្អឹងជំនីចាក់ទឹកចូលលក់ហើយអត់ទេមិនទាន់ចាក់ទេខ្ញុំមើលភ្លើងចុករហូតមុននេះខ្ញុំទើបតែភ្លក់រសជាតិខ្ញុំលេងសើចជាមួយអ្នកទេបន្តរៀបចំទៅអ្នកគឺជាមេធាវីស្រីដែលមានកេរ្តិ៍ឈ្មោះបំផុតនៅទីក្រុង High Chain ច្បាប់សីលធម៌វិជ្ជាជីវៈរបស់មេធាវីគឺភាពស្មោះត្រង់ជាចំណុចទី1អ្នកហ៊ាននិយាយកុហកប្តីនៅមុខគេបែបនេះនៅតុលាការខ្ញុំមិននិយាយកុហកទេប៉ុន្តែនៅផ្ទះដើម្បីធ្វើឲ្យប្រពន្ធសប្បាយចិត្តសិទ្ធិយល់ដឹងក្រៅច្បាប់របស់មេធាវីនិយាយលេងទេវាផ្អែកលើការបង្ហាញឆន្ទៈคล้ายៗរបស់ភាគីទាំងពីរមានភាពខុសគ្នាជាមូលដ្ឋានពីការបោកប្រាស់ដោយចេតនាដូច្នេះអ្វីដែលអ្នកចង់និយាយគឺអ្នកបោកខ្ញុំហើយនៅអាចរកហេតុផលបានទៀតតាមទស្សនៈទូទៅអំពើស្រូបយកឈាមដោយខ្វះឆន្ទៈមានប្រសិទ្ធភាពមិនមានលក្ខខណ្ឌបង្កើតនៃអំពើច្បាប់ស៊ីវិលទេដូច្នេះយោងតាមបទបញ្ញត្តិពាក់ព័ន្ធក្នុងផ្នែកទូទៅនៃច្បាប់ស៊ីវិលសកម្មភាពរបស់ខ្ញុំមិនអាចចាត់ទុកថាមិនស្មោះត្រង់បានទេបានហើយហេតុផលបំផុនច្រើនណាស់ទៅធ្វើម្ហូបចុងក្រោយឲ្យលឿនមើលគាត់ធ្វើម្ហូបវាធ្វើឲ្យមានអារម្មណ៍ស្ងប់ចិត្តជាងមើលទេសភាពណាមួយតើអ្នកបានឃើញសេចក្តីប្រកាសផ្លូវការរបស់សមាគមមេធាវី High Chain ទេនៅពេលសេចក្តីប្រកាសត្រូវបានចេញផ្សាយមេធាវី Chain បាននាំមុខខ្ញុំរួចហើយត្រូវបានផ្អាកអាជីពរយៈពេល1ឆ្នាំគ្រាន់តែជាការដាក់ទណ្ឌកម្មក្នុងវិស័យដំបូងប៉ុណ្ណោះបន្ទាប់ពីបទចោទប្រកាន់ត្រូវបានបើកសំណុំរឿងគាត់ប្រឈមមុខនឹងទោសព្រំទណ្ឌយ៉ាងហោចណាស់3ឆ្នាំក្នុងត្រី Christian តើអ្នកគិតថាខ្ញុំទន់ចិត្តពេកទេច្បាស់ណាស់គេជាអ្នកបង្កឲ្យមានការឈឺចាប់ច្រើនបែបនេះប៉ុន្តែខ្ញុំមិនអាចស្អប់គេបានទេមានតែអារម្មណ៍ថាគេគួរឲ្យអាណិតណាស់ចាប់ពីពេលនេះទៅរឿងរបស់អ្នកគឺជារឿងរបស់ខ្ញុំ
មនុស្សដែលខ្ញុំការពារគ្មានអ្នកណាអាចប៉ះពាល់បានទេចាប់ពីនេះទៅរឿងក្នុងគ្រួសារខ្ញុំជាអ្នកគ្រប់គ្រងខាងក្រៅអ្នកគ្រប់គ្រងខាងក្នុងកំណត់បែបនេះហើយមនុស្សនេះតើគេធ្វើបានយ៉ាងម៉េចនិយាយពាក្យបែបនេះដោយសំឡេងធ្ងន់ធ្ងរបែបនេះខ្ញុំឃើញថាពេលថ្មីនេះអ្នកតែងតែរវល់ជាមួយខ្ញុំក៏ចង់ជួយអ្នកចែករំលែកបន្ទុកខ្លះបានទេអ្នកខ្ញុំមានបញ្ហាអ្វីមែនទេតើខ្ញុំធ្វើអ្វីមិនល្អការរងចាំក៏ជាការចែករំលែកបន្ទុកដែរថ្ងៃនេះមនុស្សម្នាក់នេះហេតុអ្វីស្រាប់តែប្លែកបែបនេះកុំប្រាប់ថាគេបានធ្វើអ្វីដែលមានកំហុសភ្លេចទៅមើលតាមអាហារពេលនេះខ្ញុំអភ័យទោសឲ្យគេជាបណ្ដោះអាសន្នអូព្រះនេះថ្លៃពេកហើយមែនទេមិនអីទេក្រេបទឹកឃ្មុំម្ដងក្នុងជីវិតតែមួយត្រូវអត់ធ្មត់បន្តិចចង់ទៅទីនេះខ្ញុំចង់កក់ទីនេះប៉ុន្តែមិនដឹងថាអ្នកមានពេលកំណត់ទុករួចឬអត់អ្នកមានចេតនាមែនទេខ្ញុំគ្រាន់តែគិតថាទេសភាពទីនេះស្អាតអ្នកហួសហេតុពេកហើយអ្នករៀបចំផែនការធ្វើដំណើរតាំងពីពេលណាចង់ផ្ដល់ការភ្ញាក់ផ្អើលឲ្យអ្នកមើលទៅមានមនុស្សម្នាក់មិនពេញចិត្តទេអ្នកធ្វើដោយចេតនាអ្នកពិតជាធ្វើដោយចេតនាជឿអត់មិនជឿទេកុហកខ្ញុំប្រើកម្លាំងច្បាស់ណាស់មិញនេះចិញ្ចាំអ្នកក៏កម្លាំងដែរនោះគ្រាន់តែជាប្រតិកម្មសរសៃប្រសាទលើផ្ទៃមុខកម្លាំងបែបនេះមិនអាចបង្កការឈឺចាប់បានទេកម្លាំងដៃអ្នកមិនធំដូចដែលខ្ញុំគិតទេតើអ្នកអាចមានម្ដងបានទេទោះបីតែម្ដងកុំបង្ហាញភាពមានហេតុផលពេកបានទេមិនបានទេអ្នកតកវិជាគឺជាលក្ខណៈអាជីពរបស់ខ្ញុំបើគ្មានហេតុផលអ្នកដែលចុះហត្ថលេខាលើកិច្ចសន្យាឥឡូវនេះនឹងមិនមែនជាខ្ញុំទេតែនិយាយហេតុផលធំអ្នកយល់ច្បាស់ជាងគេគេងទៅត្រូវសង្ស័យពីការបោកប្រាស់តាមអ៊ីនធឺណិតភស្តុតាងច្បាស់លាស់គ្រប់លក្ខខណ្ឌសម្រាប់បើកសំណុំឥឡូវនេះបើកសំណុំរឿងជាផ្លូវការបញ្ជីភស្តុតាងត្រូវបំពេញបន្ថែមតាមប្រព័ន្ធអេឡិចត្រូនិកត្រូវការកិច្ចសហការនិងការត្រួតពិនិត្យអាចតាក់ទងបានគ្រប់ពេលខ្ញុំចង់ឃើញបានមេធាវីពួកអ្នកមិនអាចចូលផ្ទះតាមចិត្តបានទេអ្នកត្រូវបានសង្ស័យពីការបោកប្រាស់តាមសហការជាមួយយើងដើម្បីយកកុំព្យូទ័រនិងឯកសារធនាគារនេះគឺជាមេធាវីល្បីតាមអ៊ីនធឺណិតដែលឡើង hot search រាល់ថ្ងៃមិននឹកស្មានថាត្រូវក្រុមស៊ើបអង្កេតនាំខ្លួនទៅម្ចាស់ផ្ទះទាំងអស់ផ្ទុះការភ្ញាក់ផ្អើលខ្ញុំត្រូវថត screenshot ហើយផ្ញើចេញឲ្យលឿនកំពុងគិតអំពីអ្វីមែនទេនោះជារឿងរបស់អ្នកអ្នកដឹងបានយ៉ាងម៉េចអ្នកមិនទាំងបើកភ្នែកផងចាប់ពីម៉ោង11រហូតដល់ពេលនេះអ្នកបដូរខ្លួនលើសពី5ដងតាមការសង្កេតអ្នកមានរឿងក្នុងចិត្តធ្ងន់ធ្ងរអ្នកសូម្បីតែរាប់ចំនួនដងដែលខ្ញុំបដូរខ្លួនជំងឺអាជីពរបស់អ្នកធ្ងន់ពេកហើយលើកទី6ហើយក្នុងចិត្តខ្ញុំមានអារម្មណ៍ថាតឹងណែនជានិច្ចគាត់ត្រូវបានបំផ្លាញដោយភាពលោភលន់និងការកុហករបស់ខ្លួនឯងច្បាប់បានផ្ដល់សេចក្តីសម្រេចរួចហើយអ្នកមិនចាំបាច់ទទួលកំហុសដែលមិនមែនជារបស់អ្នកទេកូនគឺគ្មានកំហុសបើគាត់ត្រូវបានកាត់ទោសតើកូននឹងធ្វើដូចម្តេចកូនពិតជាគ្មានកំហុសមែនប្រសិនបើកូនធ្លាក់ក្នុងស្ថានភាពលំបាកខ្ញុំនឹងប្រើនាមផ្ទាល់ខ្លួនផ្ដល់ជំនួយផ្នែកវិទ្យាសាស្ត្រនិងជីវភាពប៉ុន្តែខ្ញុំមិនដែលប្រើការលើកលែងគាត់ជាការដោះដូរឡើយគាត់ពិតជាមនុស្សល្អខ្លាំងណាស់
ទ្រព្យសម្បត្តិរបស់ត្រូវបានបង្កប់ទាំងអស់ហើយអ្នកជំនួយការរបស់គាត់ក៏ត្រូវបានដកចេញទាំងអស់ហើយវាស្ថិតក្នុងការរំពឹងទុកបំពេញខ្សែសង្វាក់ភស្តុតាងឲ្យរួចមុនចេញពីការងារបើមិនដូច្នោះទេមិននិយាយពីការជួញដូរទេរឿងតូចបែបនេះមិនចាំបាច់ឲ្យខ្ញុំចេញមុខទេសួស្តីសូមសួរថាតើជាមេធាវីមែនទេមែនខ្ញុំជានរណាដែរខ្ញុំជាម្ដាយរបស់មេធាវីគឺខ្ញុំកូនស្រីខ្ញុំបានធ្វើខុសគួរតែទទួលទោសតាមច្បាប់វាគឺជាកម្មផលរបស់គាត់ខ្ញុំមិនហ៊ានសុំឲ្យលោកលើកលែងគាត់ទេខ្ញុំមានសំណើមួយប៉ុណ្ណោះមេធាវីយេសុំលោកជួយទុកផ្លូវរស់រានឲ្យកូនខ្ញុំផងគេរាល់ថ្ងៃសួរថាម៉ាក់ខ្ញុំទៅណាកូនគ្មានកំហុសទេការរាយការណ៍របស់សារព័ត៌មានគឺជាមតិសាធារណៈខ្ញុំមិនអាចគ្រប់គ្រងទាំងស្រុងបានទេខ្ញុំនិងភរិយានឹងមិនផ្ដល់ព័ត៌មានណាមួយតែពាក់ព័ន្ធនឹងកូនទៅឲ្យសារព័ត៌មានដោយស្ម័គ្រចិត្តទេមេធាវីយេអរគុណលោកខ្ញុំសូមគោរពអង្វរលោកភស្តុតាងដែលកូនស្រីអ្នកជាប់ពាក់ព័ន្ធនឹងការបោកប្រាស់បានបញ្ចប់ជាស្រេចហើយប្រសិនបើស្ម័គ្រចិត្តប្រគល់ប្រាក់ខុសច្បាប់និងសំណងវិញអាចស្នើសុំឲ្យតុលាការពិចារណាបន្ធូរបន្ថយទោសបាននេះគឺជាឱកាសបន្ធូរបន្ថយទោសតែមួយគត់របស់គាត់ពេលនេះអរគុណអ្នកជាមនុស្សល្អម្នាក់មេធាវីលោកមិនអីទេមែនទេមិនមានអ្វីទេតាក់ទងមេធាវីការពាររបស់តាក់ទងនឹងសំណុំរឿងនោះខ្ញុំមានផែនការបន្ធូរបន្ថយទោសអត្រាជោគជ័យលើសពី 70% បន្ថែមទៀតបញ្ហាផ្ទេរសាលានឹងចុះបញ្ជីទីលំនៅរបស់កូនម្ខាងទៀតខ្ញុំនឹងដោះស្រាយរួមគ្នាផងដែរអ្នកឈួតហើយឬអ្វីអ្នកគាត់ពិតជាត្រូវបានសង្ស័យពីការក្លែងបន្លំពាណិជ្ជកម្មនិងផ្ទេរទ្រព្យសម្បត្តិអ្នកបែរជាចង់ការពារគាត់ខ្ញុំដឹងថាអ្នកដឹងប៉ុន្តែហេតុអ្វីអ្នកនៅតែចង់ព្រោះតែគាត់សមនឹងទទួលមនុស្សនេះតែងតែមានរូបរាងដូចជាមិនខ្វល់ពីអ្នកដទៃពិតជាក្លាហានខ្លាំងណាស់ហ៊ានមកប៉ះពាល់ដល់គ្រួសារចេញសេចក្តីប្រកាសបញ្ចប់កិច្ចសហការទាំងអស់មិនផ្ដល់ប្រាក់ពិន័យបញ្ឈប់កិច្ចសន្យាសូម្បីតែមួយកាក់សមនឹងទទួលហើយមនុស្សប្រភេទនេះមិនសមឲ្យគ្រួសារយើងចុះកិច្ចសន្យាទេសេចក្តីប្រកាសបញ្ចប់កិច្ចសន្យារបស់ប្រធានបានចេញរួចហើយសូមជូនដំណឹងទៅក្នុងរង្វង់ផងអ្នកណាដែលទទួលបន្តការងាររបស់គឺប្រឆាំងនឹងរឿងខ្ញុំនឹងដោះស្រាយជួយបំបែកអាវុធនោះពីដៃចេញសេចក្តីប្រកាសរបស់ដោយមិនកែប្រែសំបីមួយពីគាំទ្រការការពារសិទ្ធិតាមច្បាប់ប្រឆាំងការប្រើអំណាចខុសច្បាប់លោកក្រុមពាណិជ្ជករបានចេញសេចក្តីប្រកាសហើយបញ្ចប់កិច្ចសន្យាទាំងអស់យួនភឿននិងបៀលៀងក៏បានចេញសេចក្តីប្រកាសដែរទើបតែពេលមុននេះអ្នកមានអំណាចទាំងអស់នៅទីក្រុងហេបានរួមដៃគ្នាបន្តទៅទៀតចង់យកជីវិតខ្ញុំលេខដែលអ្នកបានហៅកំពុងជាប់ការហៅលេខដែលអ្នកបានហៅបានបិទទូរស័ព្ទ
ម៉ាក់យាយនឹកកូនណាស់កូនសម្លាញ់ម៉ាក់ក៏នឹកកូនដែរថ្ងៃនេះកូនស្ដាប់បង្គាប់ល្អទេមុខកូនមើលទៅស្លេកណាស់កុំខំប្រឹងពេកលុយគ្រប់ប្រើហើយបានហើយដឹងហើយម៉ាក់មានមនុស្សនៅខាងក្រៅនិយាយមិនល្អតែម៉ាក់ដឹងថាកូនមិនមែនជាក្មេងអាក្រក់ទេបើមានបញ្ហាអ្វីត្រឡប់មកវិញម៉ាក់ជួយកូនម៉ាក់ហេតុអ្វីម៉ាក់បាត់ទៅផ្ដាច់សិនប៉ុន្មានថ្ងៃទៀតខ្ញុំនឹងហៅទៅវិញអូកូនថែរក្សាខ្លួនឯងឲ្យល្អណានេះអាចទៅរួចយ៉ាងម៉េចហេនេះជាស្នាដៃផ្ទាល់របស់សំបីតែយន់បូក៏បានចែករំលែកដែរត្រូវបានលុបចេញពីការស្វែងរកទាំងស្រុងនេះជាតែមេងធានឡងជិងដែលនាំមកពិសេសអ្នកក៏បានឃើញរូបនោះក្នុង Moments ហើយដែរគ្រប់វិស័យច្បាប់កំពុងចែករំលែករូបអណ្ដើកដែលលោកគូហើយនេះក៏ហៅថាជ្រៅជ្រះដែរឬសំបីតែការរៀបចំរូបភាពក៏មិនយល់ផងតែតើមនុស្សគ្រប់គ្នាកំពុងសរសើរថាវាជាស្នាដៃជ្រៅជ្រះវាពិពណ៌នាស្ថានភាពរបស់មនុស្សនោះបានល្អខ្លាំងស្នាមប្រេះលើសម្បកអណ្ដើកទើបជាចំណុចសំខាន់វាជាអ្វីដែលគាត់គួរតែមើលឃើញច្បាស់បំផុតបច្ចុប្បន្នការចែករំលែកលើអ៊ីនធឺណិតលើសពី100,000 ដងហើយចំនួនអ្នកអានប្រធានបទពាក់ព័ន្ធក៏កំពុងកើនឡើងជាបន្តបន្ទាប់នោះជាស្នាដៃដ៏ល្អរបស់ខ្ញុំដែលមានភាពជ្រៅជ្រះមនុស្សក្រុមនេះចែករំលែកបន្ថែមមើលបន្ថែមនោះជារឿងគួរធ្វើការទទួលឥទ្ធិពលសិល្បៈមិនអាចសម្រេចភ្លាមបានទេក្រុងទៅក្រេបទឹកឃ្មុំពេលណាកុំត្រឡប់ទៅតាមដានរឿងទិញបញ្ចូលគ្នានៅពេលសំខាន់នេះខែក្រោយទៅកន្លែងណាលោកប្រធានពេងដាវ30 ឆ្នាំមុនខ្ញុំនិងអ្នកទៅបេងដាវក្រេបទឹកឃ្មុំពេលនោះបេងដាវស្ងាត់ស្ងៀមនិងស្ងាត់ជ្រុងខ្លាំងមានជនជាតិចិនមិនច្រើនទេអ្នកមិនអាចស្មានបានទេថាពេលនោះវាប្រពន្ធគ្រូអ្នកនឹងណាធម្មតាមើលទៅសុភាពរៀបសារតែពេលឃើញភ្នំភ្លើងផ្ទុះរំភើបដល់ថ្នាក់លោតពេញដីស្រែកអូអខ្ញុំនៅក្បែរចាប់ក៏ចាប់មិនជាប់ខ្លាចគាត់លោតចូលទៅក្នុងភ្លើងលោកឆិនមិននឹកស្មានថាមានបទពិសោធន៍គួរឲ្យស្រឡាញ់បែបនេះទេពេញមួយជីវិតខ្ញុំបានកត់ត្រាច្បាប់រាប់ម៉ឺនមាត្រាមានតែពន្លឺថ្ងៃនៅ Iceland លើកនោះប៉ុណ្ណោះដល់ពេលនេះនៅតែមានអារម្មណ៍ថាកម្ដៅវាដុតក្នុងដៃឈឺខ្ញុំនឹងយករូបភ្នំភ្លើងមួយសន្លឹកមកជូនលោកកុំយករូបថតមកបោកខ្ញុំមើលថែភរិយាឲ្យបានល្អកុំឲ្យនាងត្រូវខ្យល់ត្រជាក់ទើបជារឿងសំខាន់លោកតាឆិនអារម្មណ៍របស់លោកតានិងលោកយាយពិតជាដូចស្នេហ៍ដំបូងធ្វើឲ្យមនុស្សច្រណែនណាស់ស្នេហ៍ដំបូងនោះគឺជារឿងកាលពីប៉ុន្មានឆ្នាំមុនហើយឥឡូវនេះគាត់គ្រាន់តែជាមនុស្សចាស់ដែលរំខានខ្លាំងច្បាប់ទី1គាត់រើសអាហារញ៉ាំតែបន្លែមិនញ៉ាំសាច់លោកតាកំពុងស៊ើបអង្កេតរឿងឬកំពុងប្តឹងគាត់ណាប៉ុន្តែខ្ញុំមិនដូចយល់លេនទេខ្ញុំរីករាយនឹងតាមចិត្តគាត់ឈៀវយាយមិននិយាយអ្វីសោះនៅមាត់ក្នុងចិត្តគាត់ពោពេញដោយរឿងរ៉ាវខ្ញុំមិនដូចគាត់ទេបើខ្ញុំស្រឡាញ់នរណាម្នាក់មាត់ត្រូវតែបង្ហាញចេញក្នុងចិត្តក៏ត្រូវតែមានតែគេដែរ
លោកតាតើធម្មតាក្នុងចិត្តលោកតាគិតអ្វីខ្លះគិតដល់លោកយាយគិតមួយជីវិតហើយក៏នៅតែគិតដល់គាត់ខ្ញុំទៅដាក់ទឹកក្តៅបន្ថែមលោកតាតើគាត់ខ្មាស់អៀនមែនទេក្មេងនេះនៅតែអៀនងាយដូចមុនសូម្បីតែមួយពេងក៏ត្រូវប្រជែងជាមួយគ្រូអ្វីដែលគ្រូនិយាយគឺត្រឹមត្រូវណាស់តើខ្ញុំធ្វើឲ្យអ្នកភ័យឬមួយក្នុងចិត្តអ្នកមានរឿងក្តៅគប់អ្វីមួយលោកគ្រូលោកកំពុងនិយាយអ្វីខ្ញុំស្ដាប់មិនយល់ទេគាត់និយាយថាពេលទៅមុខខ្ញុំនឹងការពារអ្នកខ្ញុំបានបង្រៀនសិស្សជាច្រើនពួកគេខ្លះខ្លាចជាអ្នកស្រាវជ្រាវល្បីខ្លះខ្លាចជាអ្នកជំនួញមានទ្រព្យមានតែគាត់ម្នាក់ប៉ុណ្ណោះដែលប្រាប់ខ្ញុំថាគាត់គិតថាត្រូវធ្វើដូចម្តេចដើម្បីឲ្យប្រពន្ធលែងបារម្ភដោយសារតែសំបីផ្លូវថយក្រោយក៏រៀបចំរួចហើយដូច្នេះក្មេងស្រីនេះមានសំណាងល្អណាស់រៀបការជាមួយមនុស្សត្រឹមត្រូវមានអ្វីកើតឡើងលោកគ្រូបាននិយាយអ្វីខ្លះលោកគ្រូនិយាយថាអ្នកបានទូរស័ព្ទកាលពីយប់មិញគ្រាន់តែពិភាក្សាអំពីសំណុំរឿងប៉ុណ្ណោះសំណុំរឿងប៉ុន្តែខ្ញុំខ្លាចថាបន្តមើលនោះគឺវាគ្រាន់តែជាការវាយតម្លៃហានិភ័យការវាយតម្លៃហានិភ័យជាអវ័នការបង្ហាញការពិតគឺជាជំនាញមូលដ្ឋានរបស់អ្នកច្បាប់មិនមែនជាពាក្យដែលអ្នកគិតនោះទេការពិតអ្វីតើអ្នកស្រឡាញ់ខ្ញុំឬអត់មេធាវីយេពេលនេះអ្នកតើកំពុងសុំក្នុងចិត្តនៅសម្បត្តិសារភាពស្នេហ៍រាប់ម៉ឺនពាក្យមែនទេបញ្ចប់ការបកស្រាយមួយផ្លែតក៏កន្លងផុតទៅជាច្រើនឆ្នាំហើយអ្នកនៅតែក្មេងដដែលហាហាហាមើលឆាប់នេះជាចង្វាក់បេះដូងរបស់ផែនដីអ្នកយឺតបន្តិចខ្យល់ខ្លាំងអ្នកដូចខ្ញុំពេលខ្ញុំនៅក្មេងដូចគ្នាខ្លាំងណាស់មិនចេះនិយាយគ្រាន់តែចេះធ្វើការជីវិតនេះបានធ្វើឲ្យអ្នករងទុក្ខហើយថ្ងៃនេះខ្ញុំបាននិយាយរឿងបេងដាវជាមួយអំពីសិស្សរបស់ខ្ញុំវាដូចជាកូនក្នុងគ្រួសាររបស់ខ្លួនរងការឈឺចាប់ឪពុកម្ដាយត្រូវតែចេញមុខការពារត្រឡប់មកទាំងអស់គ្នាទៅលទ្ធផលដោះស្រាយនេះធ្ងន់ជាងអ្វីដែលបានគិតទុកមិនត្រឹមតែត្រូវផ្អាកការងារ5 ខែថែមទាំងត្រូវប្រឡងសិលធម៌វិជ្ជាជីវៈម្ដងទៀតនេះគឺដូចជាការទះមុខគាត់នៅចំពោះមុខមនុស្សជាអ្នកដែលបាត់បង់អ្វីទាំងស្រុងផ្អាកការងារមួយឆ្នាំទាំងត្រូវស៊ើបអង្កេតករណីបោកប្រាស់ដោយក្រុមស៊ើបអង្កេតថាការិយាល័យរបស់គាត់ត្រូវបានផ្លាស់ប្ដូរបញ្ហាមនុស្សគ្រប់គ្នាចោលគាត់បន្ទោសខ្លួនឯងដែលប៉ះពាល់ចំណុចសំខាន់របស់ធ្វើឲ្យគេខឹងហើយចង់រួចខ្លួនក៏មិនអាចទេសុំទោសខ្ញុំដឹងថាពាក្យ3នេះមិនអាចជួសជុលអ្វីបានទេប៉ុន្តែខ្ញុំចង់ប្រាប់អ្នកបានរៀបការជាមួយបុរសដែលអាចផ្ញើជីវិតទាំងមូលបាន
នៅតែជាមេធាវីយាយដដែលសូម្បីតែពេលនិយាយថាស្រឡាញ់ក៏ត្រូវប្រើសម្លេងដែលតឹងរឹងតាមបែបច្បាប់ដែរអ្វីដែលគាត់ផ្ដល់ឲ្យខ្ញុំមិនមែនជាទម្រង់អាពាហ៍ពិពាហ៍ទេប៉ុន្តែជាអ្វីទាំងអស់របស់គាត់ដោយសារតែនេះកិច្ចសន្យាជីវិតនៅសល់ខ្ញុំនឹងធ្វើដំណើរជាមួយអ្នកឲ្យបានល្អត្រជាក់ទេ Manager ទីនេះពិតជាអស្ចារ្យណាស់បន្ទាប់ពីនេះយើងទៅណាថ្ងៃស្អែកម៉ោង 5:04 ព្រឹកទៅមើលភ្នំភ្លើងពិតមែនឬតើយើងអាចឃើញកំអែលភ្នំភ្លើងពិតប្រាកដទេអស្ចារ្យណាស់សន្តាគារដែលអ្នកនិយាយនោះមិនមែនជាបន្ទប់ប្រណីតកម្រិតខ្ពស់ទេអែមប៉ុន្មានមិនច្រើនទេមិនច្រើនតើមានប៉ុន្មានថ្ងៃនេះអ្នកត្រូវប្រាប់ឲ្យច្បាស់តប2 លានយូរ៉ូអ្នកឈួតហើយឬវាថ្លៃពេកហើយការចេញមកលេងម្ដងមិនងាយទេខ្ញុំសុខចិត្តធ្វើដំណើរវាសមនឹងតម្លៃវាមានតម្លៃអ្វីទៅទុកលុយនេះសម្រាប់យើងរស់នៅមិនល្អជាងទេហើយថាយឺតហើយខ្ញុំបានចំណាយពេល4 ឆ្នាំទើបហ៊ានឈរនៅមុខអ្នកហើយប្រាប់រឿងទាំងនេះលើកនេះខ្ញុំនឹងមិនលែងដៃអ្នកទៀតទេសំណាងល្អតែមានអ្នកនៅក្បែរខ្ញុំគ្រាន់តែមិនចង់លេងទេខ្ញុំគ្រាន់តែមិនចង់ឲ្យអ្នកយល់ច្រឡំបន្តនិយាយជាមួយខ្ញុំអ្នកគួរឲ្យស្រឡាញ់ណាស់បានហើយខ្ញុំដឹងហើយយើងទៅលឿនហេទៅឲ្យលឿនបន្តិចខាងមុខបិទឆ្វេងគឺជាភោជនីយដ្ឋានបានកកកន្លែងចិត្តបង្អួចរួចហើយអូលោកគ្រូយេពេលណាទើបចេះយកចិត្តទុកដាក់បែបនេះគំនិតក្នុងចិត្តដ៏ទន់ភ្លន់របស់រាល់ជំហានដែលនៅជាមួយគាត់ដូចជាកំពុងដើរលើពកអ្នកជិះសេះរបស់ខ្ញុំហេតុអ្វីអ្នកខុសពីក្នុងរឿងនិទានបន្តិចអ្នកអតីតកំពុងជួយសង្គ្រោះពិភពលោកហេតុអ្វីអ្នកចេះតែរៀបកន្សែងប៉ុណ្ណោះទី1អ្នកជិះសេះបុរាណជិះសេះតែអ្នកជិះកង់ចែករំលែកទី2អ្នកជិះសេះបុរាណជួយសង្គ្រោះព្រះនាងតែអ្នកជួយខ្ញុំលើធុងទឹកទី3ចាប់ពីពេលនេះទៅគ្រប់ជំហានខ្ញុំនឹងដើរជាមួយអ្នកដូច្នេះហើយទើបជាកន្លែងដែលហៅថាគោលដៅបញ្ចប់